ការប្រកាសជាផ្លូវការពេលថ្ងៃក្រោយពិភពលោកនឹងជួបប្រទះនៅមហន្តរាយដ៏ធំធេងមិនធ្លាប់មានពីមុនមកមនុស្សម្នាដណ្ដើមគ្នាទិញសម្ភារៈស្តុកទុកយ៉ាងនៅក្នុងផ្សារទំនើបលីនយ៉ាដែលជាស្រីស្អាតប្រចាំសាលាបានចំអុលទៅក្នុងរទេះដែលពោពេញទៅដោយថ្នាំសម្លាប់សត្វល្អិតគោដូចភ្នំនិងថ្នាំពុលកសិកម្មដែលមានជាតិពុលខ្លាំងសាច់រហូតទាល់តែចុកពោះរឹងខ្លួនសិនអានឯងឈួតហើយមែនទេថ្ងៃអវសានពិភពលោកជិតមកដល់ហើយឯងមិនព្រមទិញរបស់ញ៉ាំបែរជាមកទិញថ្នាំពុល DDV រាប់រយគីឡូយកទៅផឹកលេងទៅវិញនៅពីក្រោយនាងគឺសាច់គោស្តេកអូស្ត្រាលីគោពេញរទេះម្សៅទឹកដោះគោនាំចូលនិងនំប៊ីស្គីតសង្គ្រោះបន្ទាន់ចំណែកនៅក្នុងដៃខ្ញុំវិញមានតែថ្នាំសម្លាប់សត្វល្អិតកម្រិតខ្លាំងចំនួន10ពាសពេញម៉ាស់ការពារឧស្ម័នពុលនិងសារធាតុពុលខ្លាំងខុសច្បាប់ចំនួន2ធំនៅក្នុងការផ្សាយផ្ទាល់មតិរបស់អ្នកទស្សនាបាននាំគ្នាជាប្រតិខ្ញុំថាខ្ជិះជីធនធានយកកន្លែងឥតប្រយោជន៍ធ្វើបាបអ្នកដទៃថែមទាំងមានអ្នកខ្លះផ្ដល់យោបល់ឲ្យចាប់ខ្លួនមនុស្សឈួតប្រឆាំងសង្គមដូចជាខ្ញុំនេះដាក់គុកហើយយកកូតាទិញទំនិញរបស់ខ្ញុំទៅចែកឲ្យអ្នកដទៃមានតែខ្ញុំម្នាក់គត់ដែលដឹងថាថ្ងៃក្រោយមកនៅពេលដែលអពណ៌ក្រហមធ្លាក់ចុះមកភាពអត់ឃ្លានមិនមែនជាមូលហេតុនៃការស្លាប់នោះទេតែខ្លាចជាសម្បុករបស់ពួកសត្វល្អិតទើបជាវាសនាចុងក្រោយរបស់ក្នុងជាតិមុនសម្ភារៈតម្លៃ10,000 លានដែលលីនយ៉ាបានស្តុកទុកបានរលួយរលីងភ្លាមនៅក្រោមអពណ៌ក្រហមហើយបានខ្លាយទៅជាអាហារប៊ូហ្វេសម្រាប់ពួកកន្លះបំផ្លាញពួកដើម្បីរស់រានមានជីវិតនាងបានរុញខ្ញុំទៅក្រៅដើម្បីតែពួកសត្វល្អិតដែលគួរតែផុតពូជទៅហើយនៅក្នុងពេលនេះនៅពេលដែលខ្ញុំត្រូវបានសត្វល្អិតរាប់ម៉ឺនក្បាលខំស៊ីកំពុងតែជន់លើលាក្បាលរបស់ខ្ញុំដើម្បីឡើងទៅកន្លែងខ្ពស់ក្នុងជាតិមាសនេះខ្ញុំមិនស្តុកស្បៀងអាហារទៀតឡើយខ្ញុំនឹងប្រើថ្នាំពុលទាំងនេះដើម្បីបង្កើតជារូងថ្នាំពុលគ្មានសត្វល្អិតដែលមនុស្សរស់មិនហ៊ានចូលចិត្តចំពោះលីនយ៉ាវិញសង្ឃឹមថាពងសត្វល្អិតនៅក្នុងពោះរបស់នាងនឹងញាស់យឺតបន្តិចទៅចុះសិនអានឯងភ័យខ្លាចរហូតដល់ឡប់សិតហើយមែនទេផ្ទៃមុខដែលតុបតែងយ៉ាងម៉ត់ចត់របស់លីនយ៉ាបានមកជិតមុខរបស់ខ្ញុំហើយបានស្រែកដាក់កាមេរ៉ាទូរស័ព្ទយ៉ាងហួសហេតុអ្នកទាំងអស់គ្នាឲ្យតាមមានអ្នកណាខ្លះយកររដ្ឋាភិបាលបានចេញការព្រមានកម្រិតពណ៌ក្រហមទៅហើយមិត្តរួមបន្ទប់ដ៏ចម្លែករបស់ខ្ញុំម្នាក់នេះមិនព្រមទិញអង្គមិនទិញប្រេងឆាទេបែរជាមកមកទិញថ្នាំពុល DDV ពេញផ្សារទំនើបទាំងមូលទៅវិញនាងបានយកកាមេរ៉ាមកថតចិត្តរទេះរុញរបស់ខ្ញុំនៅក្នុងរទេះពោពេញទៅដោយសញ្ញារូបឡាក្បាលមើលទៅគួរឲ្យខ្លាចខ្លាំងណាស់នៅក្រោមពន្លឺភ្លើងពណ៌ស្លេកនៃផ្សារទំនើបនៅជុំវិញខ្លួនសុទ្ធតែជាហ្វូងមនុស្សដែលកំពុងដណ្ដើមគ្នាទិញទំនិញនៅតំបន់លក់អង្គមានការវាយតប់គ្នារហូតដល់បែកក្បាលហូរឈាមនៅតំបន់លក់អាហារកំប៉ុងសំបីតែធ្នើក៏ត្រូវបានគេរំចានមានតែតំបន់ថ្នាំពុលកសិកម្មរបស់ខ្ញុំនេះទេតែស្ងប់ស្ងាត់ដូចជាផ្ទះតម្កល់សពចេញទៅខ្ញុំនិយាយទាំងត្រជាក់ស្រជុំសម្លឹងមើលមាត់របស់នាងពីជាតិមុនដែលនៅមុនពេលខ្ញុំស្លាប់នាងនៅតែអ៊ូតំថាសាច់របស់ខ្ញុំរឹងពេកធ្វើឲ្យខូចកញ្ចក់ដ៏ស្អាតរបស់នាងអូហូនៅខឹងទៀតហេអ្នកទាំងអស់គ្នាជួយកាត់សេចក្តីមើលពេលនេះសម្ភារៈកំពុងតែខ្សត់ខ្សោយខ្លាំងណាស់កូតាទិញរបស់មនុស្សម្នាក់មានកំណត់តិចតួចណាស់គេបែរជាយកកូតាទាំងអស់ទៅខ្ជិះខ្ជីលើថ្នាំពុលទាំងនេះទៅវិញនេះមិនមែនជាការដណ្ដើមយកធនធានសាធារណៈមកធ្វើរឿងឥតប្រយោជន៍ទេអីមតិរបស់អ្នកទស្សនាបានហូរឡើងយ៉ាងលឿនមនុស្សប្រភេទនេះច្បាស់ជាចង់សងសឹកនឹងសង្គមហើយមើលទៅស្នើឲ្យស្វែងរកប្រវត្តិរូបរបស់វាហើយដណ្ដើមយកគោលដៅរបស់វាផ្ទេរមកវិញមុខមាត់ស្អាតបាតដែរតែបែរជាខួរក្បាលមិនប្រក្រតីសោះថ្ងៃអវសានមកដល់ហើយចង់ផឹកថ្នាំពុលសម្រាប់ខ្លួនមែនទេខ្ញុំមិនខ្វល់នឹងពាក្យសម្ដីដ៏ពីរពោលទាំងនោះឡើយហើយបានរុញទេទំនិញធ្ងន់រាប់រយគីឡូបុកទៅត្រង់កំពូលជើងរបស់លីនយ៉ាដែលកំពុងឈប់ទាំងផ្លូវលីនយ៉ាស្រែកឡើងយ៉ាងខ្លាំងស្បែកជើងកែងខ្ពស់របស់នាងបានព្រិចទៅធ្វើឲ្យនាងដួលអង្គុយទៅលើដីរោគពណ៌សមៈសាណែដែលនាងទើបតែទិញថ្មីបានប្រឡាក់ទៅដោយធូលីដីនៅលើអត់ភ្លាមនិងទឹកពេញប៉ោះដែលមិនដឹងជាអ្នកណាជន់បែកខ្ទេចខ្ទីសិនអានឯងឈួតហើយមែនទេនាងបានក្រោកឈរឡើងទាំងសភាពលំបាកវេទនារួចចង្អុលមុខខ្ញុំហើយជាខ្លាំងអ្នកដែលឈួតគឺពួកឯងទៅវិញទេខ្ញុំបានដើររុញកាត់ក្បែរខ្លួននាងដោយគ្មានទឹកមុខអ្វីទាំងអស់កង់រទេះបានកិនលើជីរ៉ូបរបស់នាងដោយបន្សល់ទុកនៅស្នាមកៅស៊ូពណ៌ខ្មៅមួយជួរហើយកុំស្តុកទុកសាច់គោស្តេកទៀតអីគួរតែទិញសាច់ស្រស់ដែលមានឈាមឲ្យបានច្រើនវិញទៅរបស់នោះវាតាក់ទាញសត្វរុយខ្លាំងណាស់ទៅថ្ងៃក្រោយឯងនឹងត្រូវការវាខ្លាំងបំផុតមិនខានឈួតរបស់ដែលខ្ញុំស្តុកទុកគឺជាសាច់គោវ៉ាខ្ជូ M9 លំដាប់កំពូលណាមនុស្សក្រីក្រដូចជាឯងដឹងស្អីទៅឯងអប់ថ្នាំពុល DDV របស់ឯងចាំតែថ្ងៃងាប់ទៅដល់ពេលនោះកុំមកលុតជង្គង់សុំទឹកស៊ុបខ្ញុំផឹកឲ្យសោះនាងបែកហៅពួកអ្នកមានដែលតែងតែដើរតាមនាងពួកប្រុសកង់សាគួរទាំងទឹកជញ្ជូនស្រាក្រហមនិងសូកូឡានៅខាងនោះឲ្យអស់ពីធ្នើពួកយើងត្រូវតែរស់នៅក្នុងជីវិតលំដាប់ខ្ពស់នាថ្ងៃអវសានពិភពលោកក្នុង1ម៉ោងដំបូងនៃការធ្លាក់ចុះអពណ៌ក្រហមស្ពរដែលអន្តែពេញអាកាសនឹងធ្វើឲ្យអាហារសរីរាង្គទាំងអស់រលួយយ៉ាងរហ័សសាច់គោវ៉ាក់ឈូដ៏មានតម្លៃថ្លៃទាំងនោះពេលនេះនៅខាងក្នុងនោះប្រហែលជាមានបង្កប់ពងល្អិតដែលមើលមិនឃើញទៅហើយរងចាំតែពេលថ្ងៃអវសានលោកចាប់ដើមពួកវានឹងញ៉ាស់ចេញមកភ្លាមតែម្ដងហើយប្រែក្លាយវីឡាដ៏ប្រណីតដែលលីនយ៉ាណាមានមោទនភាពបំផុតនោះឲ្យទៅជាថាសបណ្ដោះដង្កូវដ៏ធំសម្បើមមួយខ្ញុំដើរទៅបញ្ចូលគិតលុយបុគ្គលិកគិតលុយគឺជាអ៊ំស្រីម្នាក់គាត់សម្លឹងមើលរបស់របរកោដូចភ្នំរបស់ខ្ញុំដែលរបស់គាត់ញ័រត្រើតហើយនិយាយថាក្មួយស្រីឥឡូវនេះបើទិញរបស់ទាំងនេះត្រូវតែចុះឈ្មោះអត្តសញ្ញាណប័ណ្ណណាខ្ញុំដាក់អត្តសញ្ញាណប័ណ្ណក្រឹបនៅលើតុក្រៅពីនេះយកកាត់អន្ទានទាំងប៉ុន្មានសន្លឹកនេះទៅឆូតឲ្យអស់ទឹកប្រាក់តែម្ដងទៅឲ្យតែអាចយករបស់ទាំងនេះទៅបានទោះបីជាឥឡូវនេះគេដាក់ឈ្មោះខ្ញុំក្នុងដីការចាប់ខ្លួនក៏ដោយក៏ខ្ញុំមិនខ្វល់ដែរយ៉ាងណាមិញ3ថ្ងៃទៀតពិភពលោកនេះនឹងគ្មានច្បាប់ទម្លាប់ទៀតឡើយមានតែអ្នកខ្លាំងស៊ីអ្នកខ្សោយនិងសម្លេងទំពីរ៉ុកកេតដែលលឺនៅគ្រប់ទីខ្ញុំបានជួលឡានដឹកទំនិញធនធ្ងន់មួយគ្រឿងដើម្បីដឹកសារធាតុគីមីធនធ្ងន់ទម្ងន់រាប់តោននិងថ្នាំសម្លាប់សត្វល្អិតដែលមានជាតិពុលខ្លាំងត្រឡប់ទៅផ្ទះវីឡាតូនៅជីក្រុងទីនេះនៅដាច់ស្រយាលក្បែរភ្នំមានប្រព័ន្ធលូទឹកស្អុយដាច់ដោយឡែកខ្លួនឯងអ្វីដែលសំខាន់បំផុតនោះគឺទីនេះធ្លាប់ជារោងចក្រគីមីខុសច្បាប់មួយពីមុនមកនៅជាន់ក្រោមដីនៃអគារស្នាក់នៅសល់ទូយោឧស្សាហកម្មជាច្រើនវាពិតជាបន្ទីការពារដែលបង្កើតឡើងយ៉ាងស័ក្តិសមសម្រាប់ខ្ញុំតែម្ដងតែកងឡានដឹកទំនិញខុសច្បាប់ដែលមកដឹកអីវ៉ាន់ឲ្យខ្ញុំគឺជាបុរសក្បាលគាត់សម្លឹងមើលខ្ញុំដូចជាមើលឃាតករសម្លាប់មនុស្សបន្តអីចឹងប្អូនស្រីលេងធំម្លេះគាត់ចង្អុលទៅធំប៉ុន្មាននោះតែបិទស្លាកសញ្ញាជាតិពុលកម្រិតធ្ងន់របស់នេះបើលេចធ្លីតែបន្តិចមនុស្សសត្វក្នុងរង្វង់ចម្ងាយរាប់គីឡូម៉ែត្រច្បាស់ជាស្លាប់គ្មានសល់ឡើយនាងចង់ធ្វើការវាយប្រហារភេរវកម្មមែនទេខ្ញុំបានបោះដុំលុយក្រាស់មួយដុំទៅឲ្យគាត់នេះជាលុយបិទមាត់បុរសក្បាលកោនោះយកលុយហើយរត់លឿនជាងទន្សាយទៅទៀត
ខ្ញុំចាក់សោទ្វារធំពីខាងក្នុងយ៉ាងជាប់រួចយកកៅបិទភ្ជាប់ឧស្សាហកម្មដែលបានរៀបចំទុកជាស្រេចចេញមកព្រមទាំងបន្ទះដែកនិងសំណាញ់ចម្រោះដងស៊ីតិចខ្ពស់ជាតិវត្តនេះខ្ញុំមិនមានគម្រោងដើរចេញទៅក្រៅផ្ទះឡើយខ្ញុំចង់កែច្នៃផ្ទះមួយខ្នងនេះឲ្យក្លាយជាបន្ទប់កាសពលដែលមានតែផ្លូវចូលគ្មានផ្លូវចេញចន្លោះប្រហោងនៃបង្អួចទាំងអស់ត្រូវបានបិទជិតដោយកៅរួចផ្សារភ្ជាប់ជាមួយនឹងបន្ទះដែកមួយជាន់ទៀតឯរំខ្យល់វិញត្រូវបានបំពាក់ដោយសំណាញ់ការពារជាតិពុលក្លោថ្នាក់យោធីចំនួន3ជាន់រន្ធលូទឹកស្អុយត្រូវបានចាក់បេតុងបិទជិតតែម្ដងដោយបន្សល់ទុកតែវ៉ាន់បញ្ជូនផ្លូវតែមួយដែលបានកែច្នៃរួចភ្ជាប់ទៅកាន់អង្គផ្ទុកកាកសំណល់ដែលខ្ញុំធ្វើដោយផ្ទាល់ដៃពេលរៀបចំរួចរាល់អស់ហើយគឺចូលដល់ពាក់កណ្ដាលអាធ្រាត្រនៃថ្ងៃបន្ទាប់ទៅហើយខ្ញុំអង្គុយនៅចំកណ្ដាលបន្ទប់ទទួលភ្ញៀវតែព័ទ្ធជុំវិញទៅដោយវត្ថុមានជាតិពុលជាច្រើនក្រៅពីរបស់របរដែលទិញពីផ្សារក៏នៅមានរបស់ពិសេសដែលខ្ញុំទិញបានក្នុងតម្លៃថ្លៃតាមរយៈបណ្ដាញងឹតផងដែរកង្កែពីស្កូឡុំប៊ី2ប្រអប់ពស់វែករីកបំផ្លាញពូជ5ក្បាលក្រលមួយផ្ទុកទៅដោយសត្វពីងពីងមេម៉ាយខ្មៅដែលកំពុងតែស៊ីគ្នាទៅវិញទៅមកហើយនៅដែលមានចេញពីមន្ទីរពិសោធន៍ជីវសាស្ត្រនៃផ្សារងឹតដែលជាទឹកដមសួតមានមេរោគខ្យល់មានធំក្លិនគីមីឈួរខ្លាំងអន្តែតឡើងក្លិននេះសម្រាប់អ្នកដទៃប្រៀបដូចជាពូថៅផ្ដាច់ជីវិតតែសម្រាប់ខ្ញុំវិញវាគឺជាអារម្មណ៍សុវត្ថិភាពទៅវិញទេខ្ញុំក្រឡេកមើលនាឡិការ៉ាប់ថយក្រោយនៅលើកដៃមួយផ្លែតគឺនៅសល់24ម៉ោងទៀតរំពេចនោះសំឡេងយន្តការដ៏ច្បាស់មួយបានបន្លឺឡើងក្នុងខួរក្បាលរបស់ខ្ញុំកម្រិតធម៌ពលផ្លូវចិត្តរបស់អ្នកទទួលប្រព័ន្ធគ្រប់គ្រងបានដល់កម្រិតជាតិពុលបានដល់កម្រិតកំណត់ហើយប្រព័ន្ធសំយោគជាតិពុលគូត្រូវបានដាស់ឲ្យភ្ញាក់ឡើងហើយនៅក្នុងដៃរបស់មួយដែលមានដាក់ពីងពីងមេម៉ាយខ្មៅនៅលើរ៉េទីនភ្នែករបស់ខ្ញុំស្រាប់តែលេចចេញនៅផ្ទាំងព័ត៌មានពណ៌ឈាមពាក់កណ្ដាលថ្លាមួយរកឃើញសារធាតុពុលកម្រិត1ពីងពីងមេម៉ាយខ្មៅរកឃើញសារធាតុគីមីកម្រិត1សារធាតុផូស្វ័រសរីរាង្គកំហឹកខ្ពស់តែចង់សំយោគដែរឬទេខ្ញុំស្រឡាំងទាំងអស់មួយវិនាទីបន្ទាប់មកក៏សប្បាយចិត្តជាខ្លាំងព្រះជាម្ចាស់ពិតជាមានយុទ្ធធម៌មែនទ្រង់មិនបានផ្ដល់លំហសម្រាប់ស្តុករបស់របរគ្មានដែនកំណត់ឲ្យខ្ញុំទេតែសមត្ថភាពពិសេសបែបជាផ្ដល់របស់ផ្លែកបំផ្លាញពូជនេះមកឲ្យខ្ញុំវិញសំយោគខ្ញុំឆ្លើយតបដោយមិនស្ទាក់ស្ទើរឡើយនៅក្នុងដបកែវនៅក្នុងដៃស្រាប់តែមានផ្សែងខ្មៅហុយឡើងភ្លាមពីងពីងមេម៉ាយខ្មៅនោះបានរួនខ្លួនចូលគ្នាដោយការឈឺចាប់បន្ទាប់មករាងកាយរបស់វាក៏រីកធំជាងមុន3ដងស្នាមអុចក្រហមនៅលើខ្នងរបស់វាបានប្រែទៅជាទម្រង់លាក្បាលដ៏គួរឲ្យខ្លាចជើងទាំង8របស់វាដុះចេញនៅបន្លាបញ្ច្រាសដែលមានពណ៌ដូចលោហៈធាតុការសំយោគបានជោគជ័យទទួលបានសត្វពីជីវសាស្ត្រពីងពីងកម្រិត1លក្ខណៈពិសេសពីខ្លាំងបំផុតការបាញ់ពីសនិងការស្ដាប់បង្គាប់ដាច់ខាតស៊ីសត្វល្អដទៃទៀតជាអាហារសត្វពីងពីងដ៏ធំនោះក្រាបនៅបាតដបភ្នែកតូចទាំង8របស់វាសម្លឹងមកខ្ញុំមិនដាក់ភ្នែកបន្ទាប់មកវាក៏បន្ទាបក្បាលចុះយ៉ាងទន់ភ្លន់ដង្កៀបមុខទាំងពីររបស់វាបានគូសកញ្ចក់តិចហាក់បីដូចជាកំពុងតែធ្វើគៀវកិច្ចខ្ញុំបើកខ្ញុំរំចាំវាចេញមកក្រៅហើយទុំនៅលើក្នុងដៃរបស់ខ្ញុំការប៉ះពាល់ដល់ត្រជាក់ស្រេបរបស់វាធ្វើឲ្យខ្ញុំព្រឺសម្បត្តិគីងគុកពេញខ្លួនខ្ញុំមិនបានប្រវត្តិវាចេញទេនេះគឺជាកងទ័ពរបស់ខ្ញុំហើយក៏ជាបង្អែកសម្រាប់ខ្ញុំនៅក្នុងយុគសម័យចុងក្រោយនៃសម្បុកសត្វល្អិតដើម្បីរស់រានមានជីវិតទៅទៀតខ្ញុំបានក្រឡេកមើលទៅគំនរថ្នាំសម្រាប់សត្វល្អិតនិងពូពីដែលកោដូចភ្នំនៅគៀនជញ្ជាំងមាត់របស់ខ្ញុំញឹមឡើងយ៉ាងសាហាវលេងយ៉ាអើយឯងបានស្តុកទុកអាហារច្រើនយ៉ាងនេះមិនដឹងជាគ្រប់គ្រាន់សម្រាប់បញ្ចុកពូកូនសម្លាញ់តូចរបស់ខ្ញុំទាំងនេះដែរឬអត់ទេថ្ងៃទី3រយៈពេល2ម៉ោងចុងក្រោយមុនពេលអាពណ៌ក្រហមធ្លាក់ចុះមកប្រព័ន្ធអ៊ីនធឺណិតការពិភាក្សាអំពីខ្ញុំបានផ្ទុះឡើងយ៉ាងខ្លាំងក្លាទៅហើយលេងយ៉ាបានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់ខ្ញុំទាំងទម្លាយអាសៀឋានផ្ទះរបស់ខ្ញុំទៀតផងនេះហើយជាកន្លែងដែលស្រីឈួរដែលទិញឆ្នាំពោនោះឯងអ្នកទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នមនុស្សប្រភេទនេះច្បាស់ជាមានគំនិតចង់សង្សឹកសង្គមហើយសូមណែនាំឲ្យអ្នកនៅក្បែរនោះដេញនាងចេញទៅមនុស្សគ្រោះថ្នាក់បែបនេះមករស់នៅក្នុងសហគមន៍គឺប្រៀបដូចជាក្របបែកពេលវេលាអញ្ចឹងទូរស័ព្ទរបស់ខ្ញុំត្រូវបានគេតិចចូលមកជាបន្តរហូតជាការជាប្រមាថនិងការដាក់ទំនាយគ្រប់បែបយ៉ាងម្ចាស់ផ្ទះបានផ្ញើសារមកថាសិនអានតើឯងកំពុងធ្វើឈួតអីហ្នឹងសូម្បីតែប៉ូលីសក៏ទូរស័ព្ទមកសួរនាំដែរប្រញាប់រើចេញទៅឲ្យលឿនទៅលុយកក់មិនសងវិញទេខ្ញុំក៏ភ្លុកលេខបិទទូរស័ព្ទហើយរើចេញទៅតែម្ដងពេលនេះនរណាហ៊ានចេញក្រៅគឺស្មើនឹងទៅរកសេចក្តីស្លាប់ហើយខ្ញុំឈរនៅមុខបង្អួចជាន់ទី2សម្លឹងមើលទៅខាងក្រៅតាមរយៈកញ្ចក់ក្រាស់ដែលធ្វើឡើងជាពិសេសជើងមេឃចាប់ផ្ដើមប្រែជាពណ៌ក្រហមក្រមើលគួរឲ្យខ្លាចដូចជាថ្លើមជ្រូកដែលរលួយមួយដុំកំពុងសង្កត់យ៉ាងធ្ងន់ធ្ងរនៅលើផ្ទៃមេឃនៃទីក្រុងក្លិនឆ្អាលអែមនោះកាន់តែធំខ្លាំងឡើងថែមទាំងជ្រាបចូលតាមជញ្ជាំងមកខាងក្នុងទៀតផងអ្នកដំណើរនៅលើដងផ្លូវនៅតែធ្វើដំណើរយ៉ាងប្រញាប់ប្រញាល់មានអ្នកខ្លះងើបមុខមើលទៅលើមេឃហើយដកទូរស័ព្ទមកថតរូបអូហូពុកពេលល្ងាចនេះក្រហមស្អាតខ្លាំងណាស់ក្រហមដូចជាឈាមអញ្ចឹងប្រញាប់ថតរួចបង្ហោះចូលក្នុងបណ្ដាញសង្គមទៅនោះគឺជាសារធាតុគីមីសម្រាប់ដែលបញ្ចេញដោយមេពួកសត្វល្អិតមនុស្សដែលដកដង្ហើមស្រូបយកអាប់នេះចូលទៅពងប៉ារ៉ាស៊ីតដែលសំងំនៅក្នុងខ្លួនរបស់ពួកគេនឹងញ័រភ្លាមតែម្ដងខ្ញុំបានងាកក្រោយដើរត្រឡប់ទៅបន្ទប់ទទួលភ្ញៀវវិញពិសោធន៍របស់ខ្ញុំចាប់ដើមមានទ្រង់ទ្រីហើយក្នុងរយៈពេល3ថ្ងៃនេះខ្ញុំបានបង្កាត់ពូជសត្វល្អិតស្រកាពីសបាន10ក្បាលនិងពូវែកបំផ្លាញពូជចំនួន2ក្បាលពួកវាបានសំងំខ្លួននៅតាមគ្រប់ជ្រុងនៃផ្ទះដោយចាក់ស្រេះកន្លែងនេះឲ្យទៅជាបណ្ដាញនៃសេចក្តីស្លាប់ខ្ញុំបានបើកសាច់កំប៉ុងមួយកំប៉ុងនេះជាអាហារធម្មតាចុងក្រោយបង្អស់ដែលខ្ញុំមានសល់បន្ទាប់ពីញ៉ាំអាហារពេលនេះអស់ទៅប្រហែលជាត្រូវរស់ដោយសារតែទឹកសារធាតុចិញ្ចឹមហើយប៉ុន្តែខ្ញុំមិនមានអារម្មណ៍ថាលំបាកតតែសោះព្រោះខ្ញុំដឹងថាតើនឹងមានរឿងអ្វីកើតឡើងបន្ទាប់ទៀតអេក្រង់ទូរស័ព្ទស្រាប់តែភ្លឺឡើងគឺសារវិឆាតដែលផ្ញើមកពីលេងយ៉ាព្រមទាំងមានភ្ជាប់មកជាមួយនៅរូបថតមួយក្នុងរូបថតនាងស្លៀករ៉ូបគេងយកធ្វើពីសូត្រយ៉ាងប្រណីតតែម្ខាងកាន់កែវស្រាក្រហមចំណែកឯផ្ទៃខាងក្រោយវិញគឺពេញទៅដោយស្បៀងអាហារស្តុកទុកអ្នកមានលយឆៃពី3នាក់កំពុងចំរំនាងហើយនៅលើវិញគឺមានទឹកដោយនំចំណីដែលមិនទាន់ហែកកញ្ចប់នៅឡើយសិនអានយល់ថាអញសំងំខ្លួននៅក្នុងផ្ទះបាក់បែកនោះមិនហ៊ានចេញមកក្រៅមែនទេគួរឲ្យស្ដាយណាស់យប់នេះខ្ញុំមានកម្មវិធីជប់លៀងបានអញ្ជើញប្រុសស្អាតមកយ៉ាងច្រើនបើសិនជាអញលុបជង្គង់អង្វរខ្ញុំអាចនឹងអាណិតឲ្យមីកញ្ចប់មួយកញ្ចប់ទៅឯងខ្ញុំសម្លឹងមើលរូបថតនោះហើយពង្រេកមើលនៅលើកញ្ចក់កែវស្រាក្រហមនៅក្នុងដៃរបស់នាងមានជាប់នៅលំអងខ្សែពណ៌សមុទ្រមួយស្រទាប់នោះមិនមែនជាកំទេចក៏ល្បាប់នោះទេតែវាជាពងរបស់សត្វល្អិតម្យ៉ាងនៅលើកម្រាលព្រំតម្លៃថ្លៃដែលនាងតែងតែមោទនភាពនោះគេអាចមើលឃើញចំណុចខ្មៅតូចពី3កំពុងតែវាយ៉ាងយឺតទាំងនោះគឺជាសត្វចៃឆ្កែដែលជាសត្វចៃមុនពេលវាខ្លាចពូជរីករាយនឹងអាហារពេលល្ងាចចុងក្រោយរបស់អញទៅចុះខ្ញុំបានតបទៅវិញមួយម៉ាត់រួចហើយបោះទូរស័ព្ទចូលទៅក្នុងអាងលាងចាន
ខ្សែអាប់ពណ៌ក្រហមដំបូងគេបង្អស់នៅក្រៅបង្អួចបានធ្លាក់ចុះមកដល់សំឡេងស្រែកក្រហមយ៉ាងខ្លោចផ្សាបានបន្លឺឡើងកាត់ផ្ដាច់ភាពស្ងប់ស្ងាត់បន្ទាប់មកគឺសំឡេងស្រែកទី2និងសំឡេងទី3ហាក់បីដូចជាទ្វារនរកត្រូវបានបើកឡើងភ្លាមអញ្ចឹងខ្ញុំឈរនៅពីក្រោយវាំងនឹងសម្លឹងមើលទៅដងផ្លូវយ៉ាងត្រជាក់ស្រេកអាប់ពណ៌ក្រហមនោះកាន់តែក្រាស់ឡើងរហូតមើលអ្វីមកចំណាស់ម្នាក់ដែលកំពុងបណ្ដាលឆ្កែស្រាប់តែដួលទៅលើដីហើយចាប់ផ្ដើមអសរោះកោសអវយវៈរបស់ខ្លួនឯងយ៉ាងខ្លាំងរមាស់ខ្លាំងណាស់គាត់បានកោសស្បែករបស់ខ្លួនឯងរហូតដល់ដៃរបស់គាត់ពេញទៅដោយសាច់និងឈាមមួយវិនាទីក្រោយមកបំពង់របស់គាត់ស្រាប់តែហាមឡើងជាដុំពុកដ៏ធំមួយសំឡេងឃ្លីចេញមកខ្វាច់សត្វល្អិតស្លាបរឹងពណ៌ខ្មៅមួយក្បាលធំប៉ុនមេដៃបានវាចេញពីក្នុងបំពង់របស់គាត់លាតស្លាបហោះឡើងទៅលើអាកាសទាំងប្រឡាក់ឈាមស្រស់លោកតាធំម្នាក់នោះប្រកាច់ពីរដងរួចក៏លែងកម្រើកចំណែកឯពូជឆ្កែរោមមាសរបស់គាត់ក៏ឡើងប៉ោងភ្លាមផ្ទុះភីងបែកខ្ចាយកំទេចសាច់ពណ៌ក្រហមនិងស្ចាក់ខ្ចាយពេញដីកោតូចរាប់មិនអស់បានវាចេញពីក្នុងពូជឆ្កែយ៉ាងគំហុកវាសំដៅទៅរកសាកសពរបស់លោកតានេះហើយជាថ្ងៃអវសាននៃពិភពលោកគ្មានខ្មោចឆៃឡើយមានតែសត្វល្អិតដែលជ្រៀតចូលគ្រប់ច្រកល្ហកប៉ុណ្ណោះឲ្យតែមានប្រហោងមួយរនពួកវាអាចវាចូលទៅបានទាំងអស់ផ្លូវថ្នល់ស្រាប់តែមានភាពច្របូកច្របល់ភ្លាមគ្រោះថ្នាក់ចរាចរណ៍និងសំឡេងស្រែកក្រហយសំឡេងផ្ទុះបានលាន់ឡើងជាបន្តបន្ទាប់ទោះបីជាទូរស័ព្ទរបស់ខ្ញុំគ្មានស៊ីមកាត់ក៏ដោយតែវាបានភ្ជាប់ប្រព័ន្ធអ៊ីនធឺណិត Wi-Fi នៅក្នុងក្រុមឆាតរបស់ម្ចាស់ផ្ទះបានផ្ទុះកាប់ញាក់ឲ្យយ៉ាងស្រាប់តែប្រេរបស់ខ្ញុំក្អួតឈាមហើយអ្វីដែលគាត់ក្អួតចេញមកសុទ្ធតែជាសត្វល្អិតតើផ្ទះណាមានថ្នាំបាញ់សត្វល្អិតខ្លះជួយឲ្យខ្ញុំខ្ចីបន្តិចមកខ្ញុំឲ្យ500យ៉នហើយអ្វីបានជាមូសទាំងនេះវាមិនមកសោះអញ្ចឹងវាខំមួយម៉ាត់ឈឺផ្សាណាស់បន្ទប់ផ្សាយផ្ទាល់របស់លីនយ៉ានឹកស្មានមិនដល់ថានៅតែបើកដដែលមុខរបស់នាងឡើងស្លេកស្លាំងពួននៅជ្រុងសាឡុងភាពប្រអើតប្រទុំមុននេះបានរលីបាត់អស់គ្មានសល់តើមានរឿងអ្វីកើតឡើងនៅហើយអ្វីបានជាមានមេអំបៅរាត្រីច្រើនម្ល៉េះនាងក៏វិខ្នៃអប់នៅក្នុងដៃរបស់នាងកាមេរ៉ាបានរញ្ជួយខ្ញុំបានឃើញនៅលើគំនរបាវអង្គរដែលនាងបានស្តុកទុកនោះពោពេញទៅដោយចំណុចខ្មៅណែនណានតាន់តាក់នោះគឺជាខ្មោចអង្គរដែលបានបំផ្លាញខ្លួនមាត់របស់ពួកវាអាចខំធ្លុះសន្លឹកដែកបានយ៉ាងងាយសំឡេងខ្វោកបាវអង្គរក៏បានធ្លាយជំនោរពណ៌ខ្មៅបានហូរសម្រុកចេញមកក្រៅយ៉ាងគំហុកគុំមកចិត្តអីទៅឲ្យឆ្ងាយទៅលីងយ៉ាស្រែកខ្លាំងរួចរត់ឡើងទៅជាន់លើការផ្សាយផ្ទាល់ត្រូវបានកាត់ដាច់ខ្ញុំបានបិទកុំព្យូទ័រថេប្លេតរំពេចនោះស្រាប់តែមានសំឡេងបុកទ្វារយ៉ាងខ្លាំងពីខាងក្រោមសិនអានបើកទ្វារខ្ញុំដឹងថាឯងនៅក្នុងនោះវាជាសំឡេងរបស់ម្ចាស់ផ្ទះជួលបរិសុទ្ធថតកខ្វក់ដែលមានអាយុជាង50ឆ្នាំម្នាក់នោះឯងមានថ្នាំបាញ់សត្វល្អិតមែនទេខ្ញុំឃើញឯងបានដឹកជញ្ជូនរាប់សិបកេសចូលមកប្រញាប់ប្រគល់ឲ្យខ្ញុំភ្លាមបើមិនអញ្ចឹងទេខ្ញុំនឹងវាយកំទេចទ្វារផ្ទះជាម្ចាស់ផ្ទះនេះជារបស់ខ្ញុំមានសិទ្ធិចូលទៅគាត់បានស្រែកឡឡៃយ៉ាងខ្លាំងពីខាងក្រៅរួមជាមួយសំឡេងឧបករណ៍ដៃវីទៅលើទ្វារសុវត្ថិភាពដើរទៅកាន់ច្រកចូលផ្ទះសម្លឹងមើលទៅអេក្រង់កាមេរ៉ាកណ្ដឹងទ្វារម្ចាស់ផ្ទះមានឈាមប្រឡាក់ពេញផ្ទៃមុខភ្នែកម្ខាងបានហាមឡើងប៉ោងដូចផ្លែពេះទៅហើយមើលទៅប្រហែលជាត្រូវសត្វអ្វីមួយខំឬតិចហើយនៅពីក្រោយខ្នងរបស់គាត់មានក្មេងស្ទាវលាបសក់ពណ៌លឿងពីរនាក់ដើរតាមពីក្រោយផងដែរក្នុងដៃរបស់ពួកគេមានកាន់ដៃគោះបងធំមើលញីម្នាក់នេះច្បាស់ជាបានស្តុកទុករបស់ល្អច្រើនណាស់ខ្ញុំធំក្លិនវាភីចេញមកក្រៅទៅហើយសុទ្ធតែជាក្លិនថ្នាំក្មេងស្ទាវសក់លឿងម្នាក់ក្នុងចំណោមពួកគេបានលើកបូមាត់ដោយភាពលោភលន់នៅក្នុងពិភពលោកដែលពោពេញដោយសត្វល្អិតហោះពេញមេឃបែបនេះសត្វល្អិតមានតម្លៃថ្លៃជាងនេះទៅទៀតសិនអាននាងមានសម្ផឹងអាត្មានិយមប្រញាប់បើកទ្វារជួយសង្គ្រោះមនុស្សភ្លាមម្ចាស់ផ្ទះនៅតែព្យាយាមប្រើពាក្យសិលធម៌គៀបសង្កត់ខ្ញុំក៏បានចុចប៊ូតុងសន្ទនាសំឡេងបានបន្លឺឡើងតាមរយៈឧបករណ៍បំពង់សំឡេងនៅមាត់ទ្វារត្រជាក់ស្រជុំនិងស្អកស្អែចង់បានថ្នាំមែនទេប្រញាប់ប្រគល់មកឲ្យខ្ញុំព្រាមម្ចាស់ផ្ទះស្មានតែខ្ញុំខ្លាចទៅហើយកាន់តែក្រអឺតក្រទុំថែមទៀតប្រគល់ថ្នាំទាំងអស់មកឲ្យខ្ញុំអាចអនុញ្ញាតឲ្យនាងស្នាក់នៅជ្រកកោននៅក្នុងផ្ទះរបស់ខ្ញុំបើមិនអញ្ចឹងទេយ៉ាងម៉េចបើមិនអញ្ចឹងទេពួកយើងនឹងបំបែកទ្វារចូលទៅរួចបោះនាងឯងទៅក្រៅឲ្យសត្វល្អិតស៊ីក្មេងស្ទាវសក់លឿងបានគំរាមកំហែងយ៉ាងសាហាវខូចលើកដៃគាស់វាយ៉ាងខ្លាំងទៅលើសោទ្វារសុវត្ថិភាពដែលទើបតែដំឡើងថ្មីបានបន្លឺសំឡេងប្រេះស្រាំព្រោះតែមិនអាចទ្រាំទ្រនឹងកម្លាំងខ្ញុំសម្លឹងមើលទៅមុខដែលវិកវេទាំង3នៅលើអេក្រង់រួចក៏តុងពណ៌ក្រហមមួយនៅលើផ្ទាំងបញ្ជាវាជាកងតាក់រុនខ្យល់ដែលនាំទៅដល់ចន្លោះកណ្ដាលនៅមាត់ទ្វារចូលក្នុងពេលដែលពួកឯងចង់បានខ្លាំងម្ល៉េះអញ្ចឹងខ្ញុំនឹងជូនវាទៅពួកឯងចុះស្របពេលជាមួយនឹងការបញ្ជារបស់ខ្ញុំក្បាលបាញ់ដែលលាក់ខ្លួននៅខាងលើច្រកចូលបានបើកឡើងយឺតតែអ្វីដែលខ្ញុំបាញ់ចេញទៅមិនមែនជាថ្នាំសម្លាប់សត្វល្អិតនោះទេទុយទៅវិញវាគឺជាផ្សែងហុយស្រាលពណ៌ផ្កាឈូកដែលមានក្លិនក្រអូបឈ្ងុយផ្អែមល្ហែមគឺខ្ញុំបានប្រើប្រាស់សារធាតុហ្វេរ៉ូម៉ូននិងអាស៊ីតអាសេទិកបំផ្លាញពូជដើម្បីសម្លាងជាធូបតាក់ទាញសត្វល្អិតសម្រាប់មនុស្សវាគ្រាន់តែធំក្លិនក្រហាយច្រមុះបន្តិចបន្តួចប៉ុណ្ណោះប៉ុន្តែសម្រាប់ពួកសត្វល្អិតបំផ្លាញពូជក្នុងរង្វង់500ម៉ែត្រនេះគឺជាការលបួងដ៏សាហាវបំផ្លាញជីវិតបំផុតប្រៀបដូចជាប្រភពទឹកនៅក្នុងវាលខ្សាច់ជាសាច់ស្រស់នៅក្នុងកែវភ្នែកហ្វូងចោតដ៏ឃ្លាននេះជាក្លិនស្អីហ្នឹងធំក្លិនស្អុយណាស់ស្រាប់តែអសក់លឿងឈប់ធ្វើសកម្មភាពភ្លាមសម្លឹងមើលទៅជុំវិញខ្លួនទាំងភិតភ័យបងធំឯងស្ដាប់ស្អីទៅសំឡេងវិញសំឡេងញាប់ស្លាប់ដែលធ្វើឲ្យព្រឹកក្បាលនិងព្រឺរោមបន្លឺឡើងមកពីគ្រប់ទីអាប់ពណ៌ក្រហមបក់ខ្មៅខ្មាំចំណុចខ្មៅរាប់មិនអស់បានហោះសម្ដៅចុះមកដូចជាយន្តហោះទម្លាក់គ្រាប់បែកនោះគឺជាមូសយៈបំផ្លាញពូជនីមួយមានទំហំប៉ុនសัตว์ចាប់ត្រនិចខំរបស់ពួកវាចែងចាំងដូចជញ្ជល់ដៃថែបអុយស្អីគេហ្នឹងមូសយៈមួយក្បាលបានចាក់ទម្លុះក្នុងដៃម្ចាស់ផ្ទះជួភ្លាមគាត់បានស្រែកយ៉ាងឈឺចាប់និងព្យាយាមបោះវាចេញប៉ុន្តែមូសនោះបានចាក់ជាប់យ៉ាងណែននៅក្នុងសាច់របស់គាត់ពោះរបស់វាជាពណ៌ក្រហមឆ្អៅយ៉ាងលឿនដែលមើលឃើញនឹងភ្នែកជាជាក់ស្ដែង2វិនាទីត្រឹមតែ2វិនាទីប៉ុណ្ណោះដៃរបស់ម្ចាស់ផ្ទះជួក៏ស្រពោនស្វិតទៅភ្លាមដូចជាមេឃឈើងាប់ជួយផងអាសក់លឿងទាំងពីរនាក់នោះភ័យខ្លាចខ្លាំងរហូតដល់ឈួតវង្វេងបែរក្រោយបំរុងនឹងរត់គេខ្លួនប៉ុន្តែវាហួសពេកទៅហើយគំរបលូននៅលើដីស្រាប់តែត្រូវគេរុញបាក់ឡើងរោមជើងខ្មៅជាច្រើនបានលូនចេញមកក្រៅនោះគឺជាជើងរបស់ក្អែបបំផ្លាញពូជពួកវាបានគៀបបកជើងអាសក់លឿងជាប់ដូចជាដង្កាប់ដៃហើយទាញទៅក្រោមយ៉ាងខ្លាំងសំឡេងបាក់ឆ្អឹងផុសបន្លឺឡើងយ៉ាងច្បាស់ក្រឡែតខណៈពេលដែលសំឡេងស្រែកយ៉ាងឈឺចាប់កំពុងលាន់រំពងពេញច្រកផ្លូវដើរ
ក៏ត្រូវលេបបាត់ទៅវិញយ៉ាងលឿនដោយសម្លេងទំពាកស៊ឺខ្ញុំឈរនៅពីមុខអេក្រង់សម្លឹងមើលទស្សនវិជ្ជានេះដោយគ្មានអារម្មណ៍អ្វីទាំងអស់ម្ចាស់ផ្ទះជួលត្រូវបានឡោមព័ទ្ធដោយពួកមូសយៈទៅហើយខ្លួនប្រាណរបស់គាត់ពោពេញទៅដោយបេសាចជញ្ជក់ឈាមតោងចុកទៅដូចជាថង់ឈាមដ៏ធំមួយគាត់បានប្រឹងគូសទ្វារយ៉ាងខ្លាំងស្នាមដៃឈាមបានបន្សល់ទុកនៅលើទ្វារការពារចោលរបស់ខ្ញុំបន្សល់ទុកនៅស្នាមប្រឡាក់ដែលគួរឲ្យរន្ធត់ចិត្តជាច្រើនកន្លែងសិនអានជួយខ្ញុំផងខ្ញុំខុសហើយសម្លេងរបស់គាត់កាន់តែខ្សោយទៅចុងក្រោយគាត់ក៏ដួលទៅលើដីខ្លាចជាសាកសពស្ងួតក្រៀមចំណែកពួកមូសយៈដែលជញ្ជក់ឈាមរហូតឆ្អែតទាំងនោះមិនទាន់ព្រមទៅណាឡើយពួកវាបានធំក្លិនធូបតាក់ទាញសត្វល្អិតដែលភីចេញពីប្រឡោះទ្វារហើយចាប់ផ្ដើមបុកទ្វារធំរបស់ខ្ញុំយ៉ាងឈួតលីលាទ្វារដែលខេបការពារចោលត្រូវរងការបុកទង្គិចរហូតដល់ញាត់តិចខ្ញុំមិនមានការស្លន់ស្លោឡើយបែរក្រោយដើរសម្ដៅទៅកន្លែងចិញ្ចឹមសត្វរបស់ខ្ញុំទៅចុះដល់ម៉ោងបាយហើយខ្ញុំបានបើកទ្វារសម្ងាត់ដែលភ្ជាប់ទៅនឹងបន្ទប់លាក់ខ្លួននៅក្បែរច្រកចូលផ្ទះសត្វកណ្ដុកប្រដាល់ពណ៌បៃតងខ្ចីទំហំប៉ុនចានដែកមួយក្បាលបានវាចេញមកក្រៅយឺតនេះគឺជាជីវសាស្ត្រកម្រិតពីកណ្ដុកមុខកាំបិតខ្មោចដែលខ្ញុំទើបតែផ្សំឡើងមុខដៅទាំងពីររបស់វាមានភាពមុតស្រួចដូចជាឡាមវាកាត់ភ្នែករបស់វាបញ្ចេញពន្លឺស្រីឃ្លានឈាមគួរឲ្យខ្លាចវាបានវាកាត់តាមច្រកផ្លូវដែលបានរៀបចំទុកជាពិសេសចូលទៅក្នុងតំបន់ទ្រនាប់នៅខាងក្រៅច្រកចូលផ្ទះនៅក្នុងអេក្រង់កាមេរ៉ាសុវត្ថិភាពគេឃើញមានស្រមោលពណ៌បៃតងជ្រៀលកាត់យ៉ាងលឿនពួកមូសយៈដែលកំពុងតោងជាប់នឹងទ្វារត្រូវបានកាប់ដាច់ជាពីរចំណែកភ្លាមធ្លាក់ចុះមកដីប្រងព្រាតដូចជាក្របភ្លៀងកណ្ដុកមុខកាំបិតខ្មោចបានគ្រវីផ្លែដាវទាំងពីររបស់វាប្រៀបដូចជាម៉ាស៊ីនកិនសាច់ដ៏គួរឲ្យខ្លាចកំទេចរាល់ជីវិតទាំងឡាយណាដែលហ៊ានចូលមកជិតខ្ញុំនៅក្នុងផ្ទះស្ដាប់សំឡេងបាក់បែកអវយវៈនៅខាងក្រៅហើយបើទឹកកូកាកូឡាមួយដបផឹកយ៉ាងរំភើបនេះហើយជាអារម្មណ៍មានសុវត្ថិភាពឈានចូលមកដល់ថ្ងៃទី5អ្នករស់រានមានជីវិតនៅក្នុងបរិយាលែងសើមានច្រើនទៀតហើយមនុស្សភាគច្រើននៅក្នុងការវាយប្រហារសម្បុកសត្វល្អិតរលកទី1បានខ្លាចជាកន្លែងផ្ញើពងរបស់ពួកវាទៅចំណែកឯអ្នកដែលនៅរស់រានមានជីវិតក៏កំពុងប្រឈមមុខនឹងស្ថានភាពដែលស្បៀងអាហារទាំងអស់សុទ្ធតែបានខូចគុណភាពសូម្បីតែអាហារកំប៉ុងដែលបិទជិតយ៉ាងណាក៏ដោយនៅពេលបើកវាចេញមកក៏ឃើញមានដុះសិតសរសៃគួរឲ្យខ្លាចពោពេញនៅក្នុងនោះដែរមានតែផ្ទះរបស់ខ្ញុំមួយគត់ដែលជាតំបន់ហាមឃាត់ដាច់ខាតព្រោះនៅជុំវិញខ្លួនខ្ញុំសុទ្ធតែជាសារធាតុពុលកម្រិតខ្ពស់គ្មានសត្វល្អិតព្រៃណាមួយហ៊ានចូលមកជិតទីនេះឡើយនឹកស្មានមិនដល់ថាលីងយ៉ានៅមានជីវិតនៅឡើយទេបានពឹងផ្អែកលើពួកកូនអ្នកមានទ្រព្យធនទាំងនោះដើម្បីលាក់ខ្លួននៅក្នុងខុនដូដ៏ប្រណីតនៅជាន់បង្អស់ទីនោះមានកម្ពស់ខ្ពស់ខ្លាំងណាស់ពួកសត្វល្អិតខ្នាតយក្សមិនទាន់អាចហោះឡើងទៅដល់ទីនោះឡើយជាតែជីវិតរស់នៅរបស់នាងក៏មិនងាយស្រួលដែរនាងបានផ្ញើសារជាសម្លេងនៅក្នុងក្រុមឆាតជាមួយនឹងសម្លេងស្អប់ហាក់ដូចជាកំពុងយំយែកមានអ្នកណាមានថ្នាំលាបសះស្បែកទេសូមអង្វរចិត្តអ្នករាល់គ្នាហើយខ្លួនប្រាណខ្ញុំរមាស់ខ្លាំងណាស់ខ្ញុំសុខចិត្តដោះដូរជាមួយរឿងនោះក៏បានដែរដើម្បីដូរយកថ្នាំផ្កាប់ប្រចាំសាលាដែលធ្លាប់តែឆ្មើងឆ្មៃកាលពីមុនពេលនេះដើម្បីបំបត្តិរមាស់នាងហ៊ានធ្វើគ្រប់យ៉ាងទាំងអស់ប៉ុន្តែខ្ញុំដឹងថាវាមិនមានប្រយោជន៍ទេនោះគឺជាចៃសុកជាសត្វល្អិតតូចល្អិតបំផុតដែលមើលមិនឃើញនឹងភ្នែកទេពួកវាសុកចូលទៅក្នុងរញើសស៊ីខ្លាញ់នឹងកូឡាជែននៅក្រោមស្បែករបស់អ្នកដែលត្រូវវាប៉ារ៉ាស៊ីតនឹងរលួយបន្តិចម្ដងចុងក្រោយផ្ទៃមុខទាំងមូលនឹងរបបធ្លាក់ចុះមកមានតែសាប៊ូពោស្ពនថដែលខ្ញុំធ្វើឡើងជាពិសេសប៉ុណ្ណោះទើបអាចលាងវាចេញតែហេតុអ្វីបានជាខ្ញុំត្រូវឲ្យនាងទៅខ្ញុំបានផ្ញើរូបថតមួយសន្លឹកទៅក្នុងក្រុមនៅក្នុងរូបថតនោះខ្ញុំពាក់ខោអាវនៅផ្ទះយ៉ាងស្អាតហើយអង្គុយនៅលើសាឡុងតែកាន់សាប៊ូស្ពនថមួយដុំនោះនៅក្បែរនោះមានសត្វពីងពីងមួយក្បាលកំពុងជួយបកក្រូចឲ្យខ្ញុំភ្ជាប់ជាមួយអក្សរថាពិតជាស្អាតណាស់មិនរមាស់បន្តិចណាឡើយក្នុងក្រុមស្រាប់តែផ្ទុះការភ្ញាក់ផ្អើលភ្លាមសេនអានឯងមានថ្នាំមែនទេនោះជាសត្វពីងពីងធំប៉ុណ្ណឹងអញកំពុងចិញ្ចឹមបិសាចមែនទេសេនអានខ្ញុំគឺមីងវ៉ាងដែលរស់នៅជាន់ក្រោមរបស់អញតើកាលពីតូចខ្ញុំធ្លាប់ប្រេងទៀតផងឲ្យសាប៊ូមួយដុំមកខ្ញុំមកលីងយ៉ាកាន់តែឈួតជាងនេះទៅទៀតនាងបានផ្ញើសារពេញក្រុមយ៉ាងឈួតលីលាសេនអានស្រែកថោកទៀតឯងមានថ្នាំហេតុអ្វីបានជាមិនយកវាចេញមកឲ្យលឿនជាងនេះឯងចិត្តណាចង់ឃើញមុខរបស់ខ្ញុំរលួយមែនទេឯងចាំមើលទៅបងឡុងមិនលើកលែងឲ្យឯងឡើយបងឡុងខ្ញុំបានលើកចិញ្ចាំឡើងមើលទៅនៅក្នុងក្រុមពួកកូនអ្នកមានរបស់នាងមានមនុស្សកាយសាហាវម្នាក់លេចមុខមកថាជាមនុស្សដែលបានភ្ញាក់ដឹងនូវសមត្ថភាពពិសេសផ្នែកកម្លាំងដែលជាមេក្រុមបងធំជាតិមុនគឺម្នាក់នេះហើយបងឡុងបាននាំមនុស្សមកវាបំបែកទ្វារផ្ទះរបស់ខ្ញុំរួចបោះខ្ញុំទៅឲ្យពួកសត្វល្អិតស៊ីជាតិបច្ចុប្បន្ននេះសគ្រីបត្រូវតែផ្លាស់ប្ដូរហើយខ្ញុំដើរទៅក្បែរបង្អួចសម្លឹងមើលទៅវាមានដ៏ធំស្កឹមស្កៃណែចង្ងាយដ្រូនពណ៌ក្រហមមួយគ្រឿងកំពុងតែហោះសម្ដៅមកខាងខ្ញុំនៅលើនោះមានព្យួរឧបករណ៍បំពងសម្លេងមួយស្រីដែលនៅខាងក្នុងស្ដាប់ឲ្យច្បាស់បងឡុងបញ្ជាមកថាអញត្រូវតែប្រកល់ស្បៀងអាហារនិងថ្នាំសង្កូវទាំងអស់ចេញមកភ្លាមហើយបើកទ្វារដើម្បីទទួលការការពារបើមិនដូច្នោះទេពួកយើងនឹងប្រើវិធានការបង្ខំដ្រូនបានហោះត្រឹមនៅខាងក្រៅបង្អួចរបស់ខ្ញុំកញ្ចក់លេនរបស់វាបញ្ចេញពន្លឺពណ៌ក្រហមភ្លឺផ្លែខ្ញុំសើចចំអកយ៉ាងត្រជាក់ស្រាលរួចលើកដៃឡើងសត្វគីងគោកបាញ់ពីមួយក្បាលដែលក្រាបនៅលើរបាំងវាំងនឹងស្រាប់តែហើបមាត់ឡើងទឹកពីពណ៌ខ្មៅមួយខ្សែបានបាញ់ចំស្លាបចាក់របស់ដ្រូនយ៉ាងចំគោលដៅស្លាបចាក់ជ័រត្រូវបានជ្រេះស៊ីរលីភ្លាមដ្រូននោះបានវើខ្ញាល់ហើយធ្លាក់ចុះទៅក្រោមខ្ទេចខ្លាយជាគំនរអេតចាយការពីខ្ញុំខ្ញុំសម្លឹងទៅកាន់ក្រុមមនុស្សដែលកំពុងប្រមូលផ្ដុំគ្នានៅខាងក្រោមរួចនិយាយខ្សឹបថាពួកឯងគួរតែការពីខួរក្បាលរបស់ខ្លួនឯងឲ្យបានល្អជាមុនសិនទៅម្រាមដៃរបស់ខ្ញុំបានគូសទៅតិចនៅលើផ្ទាំងប្រព័ន្ធមានរូបមន្តថ្មីមួយកំពុងភ្លឹបភ្លែតរកឃើញវត្ថុធាតុកម្រិត3គឺមេមូបំផ្លាញពូជថង់ពីរអាចផ្សំចូលគ្នាទៅជាមេសត្វល្អិតអាស៊ីតជ្រេះបានត្រូវការវត្ថុធាតុដើមគឺសាច់និងឈាមសរីរាង្គយ៉ាងច្រើនខ្ញុំសម្លឹងមើលទៅក្រុមមនុស្សដែលកំពុងតែខឹងសម្បាយ៉ាងខ្លាំងដែលកំពុងតែសម្រុកមកខាងខ្ញុំវត្ថុធាតុដើមមិនមែនដឹកមកឲ្យដល់មាត់ទ្វារហើយទេអីមនុស្សរបស់បងឡុងមកដល់លឿនណាស់ពួកវាបើកបរយន្តប្រភេទបិទផ្លូវកែច្នៃមួយគ្រឿងនៅខាងមុខឡានមានផ្សារភ្ជាប់បន្ទាត់ដាច់និងបន្លាមុតស្រួចបើបុកសុបដែលរឹងកំព្រឹសរាប់មិនអស់ឲ្យហោះខ្ទាតពេញផ្លូវនៅពីក្រោយឡានមានមនុស្សជាង10នាក់ដើរតាមពីក្រោយក្នុងដៃកាន់កាំបិតប៉ាំងតោដំបងដែកនិងថែមទាំងមានកាំភ្លើងកែច្នៃពីរដើមទៀតផងលីងយ៉ាស្ថិតនៅក្នុងឡាននោះនាងស្លៀកអាវធំប្រាស់ខ្មឹកចិត្តឈឹងពាក់វ៉ែនតាខ្មៅនិងម៉ាស់គ្រប់ដណ្ដប់ខ្លួនឯងយ៉ាងចិត្តល្អណាស់ប៉ុន្តែទោះជាយ៉ាងណាក៏ដោយខ្ញុំក៏នៅតែអាចមើលឃើញស្នាមអុចក្រហមដែលរលួយនៅលើរបស់នាង
Sen An ចេញមកក្រៅភ្លាមលីនយ៉ាបានស្រែកតាមឧបករណ៍បំពងសំឡេងស្រែកខ្លាំងគួរឲ្យរំខានត្រចៀកបងឡុងនិយាយថាឲ្យតែអញប្រកល់រូបមុនសម្ងាត់កម្ចាត់សត្វល្អិតចេញមកពួកយើងអាចលើកលែងជីវិតឲ្យអញបានហើយថែមទាំងអាចឲ្យអញចូលរួមក្នុងក្រុមរបស់យើងទៀតផងចូលរួមជាមួយពួកអញខ្ញុំបានបើកឧបករណ៍បំពងសំឡេងនៅជាន់ទី2រួចនិយាយដោយសំឡេងខ្ជិលច្រអូសធ្វើជាអ្នករងគ្រោះជំនួសឯងមែនទេឬក៏ធ្វើជាឧបករណ៍ដោះកំហឹងតណ្ហារបស់បងឡុងលីនយ៉ាត្រូវគេនិយាយចំចំណុចចសោតក៏ខឹងសម្បាយ៉ាងខ្លាំងដោយសារភាពម៉ាក់ហើយមិនយប់បងឡុងបុកទម្លីទ្វារចូលខាងក្នុងច្បាស់ជាសម្បូរទៅដោយរបស់ល្អបុរសដែលគេហៅថាបងឡុងនោះគឺជាមនុស្សក្បាលទំពេចម្នាក់ពុកមាត់កាច់សាហាវយងក្នុងសាច់ដុំរបស់គេឡើងណែនរហូតដល់ថ្នាក់ធ្វើឲ្យអាវយឺតស្ទើរតែធ្លាយគេបានដាក់ធំពោបង្កើនកម្លាំងសាច់ដុំមួយកណ្ដាប់ដៃអាចវាយទម្លាយជាងបានមីក្មេងស្រីម្នាក់នេះមាត់រឹងណាស់តើបងឡុងស្ដោះទឹកមាត់មួយក្អលបងប្អូនទាំងអស់គ្នាសម្រុកចូលទៅប្រុសសម្រាប់ចោលឲ្យអស់ឯស្រីទុកជីវិតនៅក្នុងផ្ទះនោះគ្មានសត្វល្អិតទេច្បាស់ជាមានរបស់មានតម្លៃហើយមនុស្សមួយក្រុមបានស្រែកហូតកញ្ជ្រៀវយ៉ាងខ្លាំងរួចសម្រុកចូលពួកវាគិតថានេះគ្រាន់តែជាការប្លន់ធម្មតាមួយប៉ុណ្ណោះខ្ញុំគ្រាន់តែជានិស្សិតស្រីតូនខ្សោយម្នាក់ដែលគ្មានកម្លាំងសូម្បីតែកាន់មាន់មួយក្បាលតែគួរឲ្យស្ដាយពួកវាមិនដឹងថាខ្លួនឯងកំពុងតែដើរចូលទៅក្នុងកន្លែងបែបណាឡើយនៅខណៈពេលដែលមនុស្សដំបងគេបានឈានជើងចូលមកក្នុងទីធ្លាផ្ទះរបស់ស្រាប់តែដីបានស្រុតចុះភ្លាមនោះគឺជាអន្ទាក់ដែលបានជីកទុកជាមុនខាងក្នុងនោះមិនមែនជាចម្រងស្រួចឡើយវាជាសត្វស្រមោចស៊ីសាច់មនុស្សពេញរណ្ដៅតែម្ដងមនុស្សដែលធ្លាក់ចូលទៅក្នុងនោះត្រូវបានហ្វូងស្រមោចខ្មៅរំពាត់ចិត្តពេញខ្លួនភ្លាមសូម្បីតែស្រែកយំរកជំនួយក៏មិនទាន់ដែរក៏ត្រូវបានពួកវាខំស៊ីរហូតសល់តែឆ្អឹងសបនៅខាងក្រោយភ័យស្លន់ស្លោហើយចាប់ហ្វ្រាំងទប់ជើងភ្លាមមានអន្ទាក់ប្រយ័ត្នទឹកមុខរបស់បងឡុងក៏ប្រែប្រួលភ្លាមរួចគេក៏ស្ទុះទៅចាប់យកគម្របលូដែកដ៏រឹងមាំមួយនៅក្បែរហើយក្រវែងសម្ដៅមកកាន់បង្អួចរបស់ខ្ញុំដូចជាការក្រវែងថាស្ហោះអញ្ចឹងកញ្ចក់ការពារគ្រាប់ដែលផលិតឡើងជាពិសេសនោះត្រូវបានគប់រហូតដល់ឡើងស្នាមប្រេះមួយប៉ុន្តែវាមិនបែកឡើយមិនធម្មតាដែរតើបងឡុងសាយចំអប់មួយឃ្លោកអាទី2បើកឡានបុកវាទៅអញមិនជឿថាសម្បកអណ្ដើកនេះវាជោគបានរឹងមាំខ្លាំងដល់ថ្នាក់បិទផ្លូវបានបន្លឺសំឡេងម៉ាស៊ីនយ៉ាងខ្លាំងរួចថយក្រោយដើម្បីយកលបឿនលឿនស្លេបហើយបុកសម្រុកចូលមកកាន់ទ្វារធំរបស់ខ្ញុំដូចជាសត្វសាហាវមួយក្បាលអញ្ចឹងអាគារទាំងមូលបានរង្គោះរង្គើមួយទំហឹងទ្វារធំបានកំពិតចូលទៅក្នុងមួយផ្ទាំងធំបើបុកពី3ដងទៀតទ្វារនេះច្បាស់ជាបើកមិនខានឡើយខ្ញុំសម្លឹងមើលកាមេរ៉ាសុវត្ថិភាពដោយគ្មានភាពស្លន់ស្លោសូម្បីតែបន្តិចទៅវិញខ្ញុំមានអារម្មណ៍រំភើបនឹងទៅបុកខាងទៅវិញទេខ្ញុំកំពុងអង្អែរបស់ដ៏ធំមួយនៅក្បែរខ្លួនវាជាសត្វមានជីវិតដែលមានរាងដូចជាដុំសាច់ដុះដ៏ធំមួយនោះគឺជាមេព្រូនអាប់អាស៊ីតដែលមិនទាន់បានញ៉ាស់ចេញទាំងស្រុងនៅឡើយទេវាកំពុងត្រូវការរំញោចបន្តិចបន្តួចដូចជាក្លិនឈាមដ៏ស្រស់ថ្មីជាដើមប្រើគន្លឹះត្រចៀកទ្វារធំបានបាក់ខ្ទេចខ្ទីអស់ហើយឡានបិទផ្លូវបានសម្រុកចូលមកក្នុងទីធ្លាផ្ទះហើយបានបុកចំសោតទៅត្រង់ទម្ងន់នៅជាន់ទី1តែម្ដងក្រុមមនុស្សមួយហ្វូងបានស្រែកហូតកញ្ជ្រៀវយ៉ាងសប្បាយរួចលោតចូលពីបានប្រវីអាវុធនៅក្នុងដៃហើយសម្រុកសម្ដៅទៅកាន់ទ្វារដែលខូចខាតសម្រុកចូលទៅប្លន់យកស្បៀងអាហារនិងសម្ភារៈអស់លីនយ៉ាក៏បានចុះពីលើឡានដែរទោះបីជានៅឆ្ងាយបន្តិចក៏ដោយប៉ុន្តែខ្ញុំអាចមើលឃើញពីភាពលោភលន់និងភាពរីករាយយ៉ាងខ្លាំងនៅក្នុងក្រសែភ្នែករបស់នាងសិនអានអញចប់ហើយខ្ញុំសម្លឹងមើលទៅមនុស្សទាំងនោះដែលកំពុងសម្រុកចូលមកក្នុងសាលធំនៃជាន់ទី1ហើយក៏ញឹមចុងមាត់បន្តិចសូមស្វាគមន៍មកកាន់ទីនេះខ្ញុំបានចុចតេឡេវិញ្ជាដែលនៅក្នុងដៃរបស់ខ្ញុំភ្លាមភ្លើងទាំងអស់នៅក្នុងសាលធំនៃជាន់ទី1បានរលត់ទៅវិញភ្លាមនោះក្បាលបាញ់ទឹកពីគ្រប់ទីបានបាញ់ចេញនៅសារធាតុរំញោចយ៉ាងខ្លាំងក្លានៅក្នុងភាពងឹតស្រាប់តែលេចចេញនៅភ្នែកពណ៌បៃតងខ្ចីរាប់មិនអស់នោះគឺជាហ្វូងសត្វរាប់រយក្បាលដែលខ្ញុំបានចិញ្ចឹមទុកនៅជាន់ទី1ដែលមានពិសសាហាវបំផុតពិធីជប់លៀងនៃការសម្លាប់រង្គាលបានចាប់ផ្ដើមហើយសាលធំនៃជាន់ទី1បានប្រែទៅជារោគលោកេភ្លាមសំឡេងស្រែកក្រហោយយំនិងសំឡេងជាប្រតិដាសារួមទាំងសំឡេងកាំភ្លើងបានលីឡំចូលគ្នានេះជាស្អីគេនឹងពីងពីងសម្បូរទៅដោយសត្វពីងពីងណាស់ជួយផងជើងរបស់ខ្ញុំរលាយអស់ហើយពីរបស់សត្វពីងពីងចកនេះមានជាតិអាស៊ីតស៊ីលួយយ៉ាងខ្លាំងក្លាបំផុតឲ្យតែប៉ះចំស្បែកភ្លាមវានឹងរលាកទម្លាយសាច់ដុំភ្លាមតែម្ដងក្រុមជនពាលដែលធ្លាប់តែអួតក្អេងក្អាងនឹងកាច់សាហាវការពីអំបញ្ញមិញនេះនៅពេលនេះកំពុងតែរត់គេចខ្លួនញញៃដូចជាសត្វរុយគ្មានក្បាលប៉ុន្តែនៅក្នុងភាពងឹតសូន្យឲ្យឈឹងនោះពួកគេគ្មានផ្លូវអាចរត់គេចខ្លួនរួចឡើយគ្រប់ច្រកល្ហកទាំងអស់គឺពោពេញទៅដោយសំណាញ់ពីងពីងអ្នកដែលជាប់សំណាញ់ពីងពីងកាន់តែរើម្រះគឺកាន់តែរឹតណែនឡើងជាចុងក្រោយពួកគេត្រូវបានអូសចូលទៅក្នុងជ្រុងងឹតដើម្បីខ្លាចជាចំណីរបស់សត្វពីងពីងទាំងនោះប៉ុន្តែទោះជាយ៉ាងណាបងឡុងគឺជាអ្នកមានធម៌ពោពិសេសបានស្រែកក្រហមមួយទំហឹងសាច់ដុំទូទាំងរាងកាយឡើងប៉ោងធំហើយបានហែកក្រឡាញ់សំណាញ់ពីងពីងដ៏ស្វិតស្វាញនោះដាច់ជាពីរដោយកម្លាំងបាយកុំភ័យស្លន់ស្លោប្រើភ្លើងដុតពួកវាឲ្យមកទៅនៅក្នុងដៃរបស់គេមានកាន់ដប់សាំងដុតមួយហើយបានគប់វាទៅលើដីយ៉ាងខ្លាំងអណ្ដាតភ្លើងបានឆាប់ចេះឡើងយ៉ាងសន្ទុះឲ្យសត្វពីងពីងជាប់ពី3ក្បាលត្រូវថយក្រោយដោយពឹងផ្អែកលើពន្លឺភ្លើងនេះគាត់មើលឃើញភាពផ្ទៃខ្ទមដ៏គួរឲ្យរន្ធត់នៅជុំវិញខ្លួនមុខរបស់គាត់ប្រែជាស្លេកស្លាំងមនុស្សជាង10នាក់ដែលគាត់បាននាំមកឥឡូវនេះបានស្លាប់អស់ពាក់កណ្ដាលទៅហើយសិនអានអញនឹងបោះស្បែកអញទាំងរស់គាត់ងើបមុខមើលទៅកាន់ក្បាលជណ្ដើរនៅជាន់ទី2ភ្នែករបស់គាត់ពោពេញទៅដោយចិត្តណាសម្លាប់គាត់ស្ទុះឡើងជណ្ដើរដូចជារក្រោះមួយគ្រឿងគាត់បានវាយកំទេចរបងឈើដែលរងផ្លូវដោយមួយដៃពួកពីងពីងចោកធម្មតាមិនអាចរារាំងគាត់បានតតែសោះស្បែករបស់គាត់ក្រាស់និងស្វិតណាស់ពីដែលខ្ទាតមកលើខ្លួនគាត់គ្រាន់តែធ្វើឲ្យហុយផ្សែងជាមួយដងប៉ុណ្ណោះប៉ុន្តែមិនអាចបង្កជាកាយរបួសដល់ជីវិតបានឡើយគួរឲ្យចាប់អារម្មណ៍ដែរខ្ញុំឈរក្បែរបង្កាន់ដៃនៅជាន់ទី2សម្លឹងមើលទៅគាត់ពីលើចុះក្រោមតើនេះជាអ្នកមានសមត្ថភាពពិសេសផ្នែកកម្លាំងមែនទេស្បែកក្រាស់មែនបងឡុងបានស្ទុះឡើងមកដល់វេទិកានៅជាន់ទី2រួចក៏បានឃើញខ្ញុំព្រមទាំងរបស់ដ៏ធំសម្បើមមួយនៅពីក្រោយក្នុងរបស់ជាដុំសាច់ដុះដែលកំពុងតែវាវកវគាត់ស្រឡាងកាំងមួយស្របបន្ទាប់មកក៏សើចចំអកយ៉ាងសាហាវស្រីចោលរំសៀតចិញ្ចឹមរបស់គួរឲ្យខ្ពើមទាំងនេះផងចាំមើលថានាងឯងអាចរត់ទៅណាបានគាត់ក៏ស្ទុះមកលើខ្ញុំយ៉ាងខ្លាំងកម្លាំងខ្យល់ពីកណ្ដាប់ដៃរបស់គាត់បក់មកដូចជាខ្យល់ខ្ញុំមិនកម្រើកហើយក៏មិនទាំងពេកពីដែរនៅពេលដែលកណ្ដាប់ដៃរបស់គាត់នៅជិតមុខខ្ញុំត្រឹមតែចម្ងាយ10សង់ទីម៉ែត្រប៉ុណ្ណោះមានស្រមោលខ្មៅមួយបានជ្រៀមមកពីចំហៀងយ៉ាងលឿនលាន់នៅសំឡេងលោហៈប៉ះគ្នាបង្កជាសំឡេងយ៉ាងច្បាស់កណ្ដាប់ដៃរបស់បងឡុងត្រូវបានរារាំងជាប់អ្វីដែលរារាំងគាត់គឺជារបស់មួយដែលមានពណ៌ខ្មៅដូចទឹកប៊ិចជាដង្កៀបដ៏ធំសម្បើមដែលមានពន្លឺចាំងចាំងដូចជាលោហៈអង្គរៈដ៏ពូកែបំផុតរបស់ខ្ញុំគឺស្តេកខ្ទួយដែលខ្មៅនេះជាការបង្កើតឡើងដោយប្រើខ្ទួយបំផ្លាញពូជនិងម្សៅលោហៈធាតុផ្សំបង្កើតបានជាសត្វចម្លែកដ៏សាហាវខូចខើសម្បកក្រៅរបស់វាមានភាពរឹងមាំដូចជាបន្ទះដែកថែកគេនឹង
បងឡងភ័យស្លន់ស្លោជាខ្លាំងមិនទាន់ទាំងចាំឲ្យគាត់ដឹងខ្លួនតាន់ផងត្រនិចកន្ទុយរបស់ស្ដេចខ្ទួយបានចាក់ចេញមកលឿនដូចភ្លេចបន្ទោបងឡងស្រែកធ្ងោមួយសម្លេងយ៉ាងខ្លាំងលាន់នៅពេញដីពីរបស់ខ្ទួយបានធ្វើឲ្យប្រព័ន្ធប្រសាទរបស់គាត់ស្វឹកភ្លាមកម្លាំងដុំហេម៉ាដែលគាត់ធ្លាប់តែមានមោទនភាពបានស្រកចុះទៅវិញដូចជាទឹកជំនន់រាងកាយដ៏ធំធាត់របស់គាត់បានដួលក្រាំងទៅលើដីគាត់ប្រកាច់ប្រកិននឹងសម្លឹងមើលមកខ្ញុំដោយភាពភ័យខ្លាចជាខ្លាំងឯងតើឯងជានរណាឲ្យប្រកាសទៅខ្ញុំដើរទៅឈរនៅពីមុខគាត់រួចអន់ចុះទៅទះក្បាលកំពេកដែលពោពេញទៅដោយញើសត្រជាក់របស់គាត់តិចខ្ញុំជាមនុស្សឈួតដែលចូលចិត្តសន្សំជាតិពីតើពួកឯងមិនមែនហៅខ្ញុំបែបនេះទេអីខ្ញុំងើបមុខឡើងសម្លឹងមើលទៅខាងក្រោមជណ្ដើរលីនយ៉ាកំពុងតែឈរនៅក្នុងទីធ្លាផ្ទះនាងធ្លាក់ថ្លើមភ័យរន្ធត់ចូលថ្មឹងមើលទស្សនភាពនេះនាងចង់រត់ទៅហើយប៉ុន្តែជើងរបស់នាងទន់លែងកម្រើករួចលីនយ៉ាឡើងមកនិយាយគ្នាបន្តិចមើលខ្ញុំញឹមរួចបក់ដៃហៅនាងខ្ញុំមានថ្នាំសម្រាប់ព្យាបាលមុខរបស់នាងឯងណារាមដៃរបស់ខ្ញុំបានសង្កត់បិទកុងតាក់ភ្លើងមេយ៉ាងខ្លាំងពីឡានេះស្រាប់តែធ្លាក់ទៅក្នុងភាពស្ងាត់ជ្រុងដូចគ្មានពីពីងចោកមានពីខ្លាំងកំពុងតែវារសោកសាក់នៅលើជញ្ជាំងមានសំឡេងស្រែកយំយ៉ាងអាណោចអាថមបន្លឺឡើងពីសាធុនដែលនៅខាងក្រៅត្រូវបានហ្វូងសัตว์ចម្លែកទាំងនោះអូសចូលទៅក្នុងជ្រុងងឹតឬសូរសំឡេងក្មេងកំពុងតែទំពីឆ្អិនយ៉ាងគួរឲ្យរន្ធត់បងឡងស្រែកក្រហមឡើងមួយសំឡេងយ៉ាងខ្លាំងទាញពើពន្លឺខ្លាំងចេញពីក្នុងអាវរបស់គាត់ពន្លឺពេលបានជិះទៅជះមកយ៉ាងលឿនមនុស្សដែលនៅសេះសល់ប្រញាប់មកឈប់ឯកក្នុងតូបគ្នាយ៉ាងលឿនដបសាំងដុតមួយចំនួនត្រូវបានគេគប់ទៅលើដីអណ្ដាតភ្លើងបានឆាប់ឆេះឡើងបង្កើតជាវងភ្លើងព័ទ្ធជុំវិញពួកគេពួកពីងចោកត្រូវបានកម្ដៅភ្លើងដេញឲ្យថយទៅកាន់គែមស្រមោលងឹតវិញបងឡងបាននាំបាក់ពួកសម្រុកចូលទៅក្នុងសាលចំហៀងនៅជាន់ទី1គេបានអូសសាឡុងនិងទូស្រាមកបិទផ្លូវទ្វារយ៉ាងជិតឈឹងដើម្បីបង្កើតជាមូលដ្ឋានការពារខ្លួនបណ្ដោះអាសន្នលីងយ៉ាបានពួននៅពីក្រោយខ្នងរបស់បងឡងរួចស្រែកលោឡាឡើងទៅកាន់ជាន់ទី2បានសើចចំអកខ្ញុំថាជាមនុស្សដែលនាំស្ទើរជោគប្រទានគំរាមថានឹងស៊ីស្បៀងអាហារដែលខ្ញុំបានសន្សំទុកអស់គ្មានសល់ខ្ញុំសម្លឹងមើលទៅមុខដ៏លោភលន់នោះតាមរយៈកាមេរ៉ាសុវត្ថិភាពធ្វើឲ្យខ្ញុំមានអារម្មណ៍ចង់ក្អួតចង្អោលបងឡងបានអន់ចុះទៅពិនិត្យមើលបំពង់ខ្យល់ចេញចូលរួចទទួលយកកន្សែងសាមនឹងទេទឹកហើយគាត់ក៏បានដុតរបស់របរទាំងនោះរួចញ៉ាត់វាចូលទៅក្នុងប្រហោងខ្យល់ចេញចូលដែលហុយត្រឡោមលីឡំជាមួយក្លិនហឹរឈួលបានហុយឡើងទៅកាន់ជាន់ទី2តាមរយៈបំពង់ខ្យល់គាត់ញឹមយ៉ាងកំណាចមើលទៅកាន់ពីដានខាងលើខ្ញុំក៏ប្រញាប់យកស្រោមមកការពារឧស្ម័នពលមកពាក់ជាប់នឹងមុខសម្លេងដកដង្ហើមរបស់ខ្ញុំបានលាន់នៅក្នុងស្រោមមុខនោះគុណពន្លកពិសោធន៍នៅលើទុកពិសោធន៍បានចាប់ផ្ដើមស្រពោនស្វិតស្រពោនពួកវាបានប្រែជាខ្មៅដោយសារតែការចូលលុបលុយរបស់មនុស្សទាំងនេះភ្នែករបស់ខ្ញុំចាប់ផ្ដើមឡើងក្រហមដោយសារសរសៃឈាមផ្សែងកាន់តែហុយត្រឡោមខ្លាំងឡើងសម្លេងស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺឡើងពេញក្នុងមានឮសូរសម្លេងដំជញ្ជាំងបន្លឺឡើងពីជាន់ទី1កំបោលជញ្ជាំងបានធ្លាក់ចុះមកជាបន្តសម្លេងសាច់របស់បងឡុងបានលាន់ធ្លីកាត់ទាំងពីដានឡើងមកលើសិនអានតារសជាតិបែបនេះវាស្រួលខ្លួនដែរទេសម្លេងរបស់បងឡុងបានលូនចូលមកតាមបំពង់ខ្យល់ខ្ញុំមិនបានឆ្លើយតបវិញឡើយតែបានត្រឹមតែសម្លឹងមើលអេក្រង់កាមេរ៉ាសុវត្ថិភាពយ៉ាងមុតរែមដៃអង្អែលលើប៊ូតុងនៃផ្ទាំងបញ្ជាលីងយ៉ានៅតែបន្តជិលប្រតិចថែមទាំងចាប់ផ្ដើមបញ្ជាឲ្យកូនចៅបែងចែកបន្ទប់របស់ខ្ញុំទៀតផងស្រាប់តែសម្លេងដាប់ជញ្ជាំងនៅជាន់ទី1បានស្ងាត់ទៅជំនួសមកវិញដោយសម្លេងលោហៈប៉ះគ្នាគួរឲ្យធ្ងន់ត្រចៀកពួកវារកឃើញចំណុចខ្សោយនៃរចនាសម្ព័ន្ធត្រទម្ងន់ហើយផ្សែងហុយយ៉ាងខ្លាំងបានហូរចូលតាមប្រហោងមកក្នុងបន្ទប់គេងរបស់ខ្ញុំទាញខ្សែម៉ាស់ការពារពលឲ្យណែនឡើងសួតរបស់ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ប្រហែលដូចជាត្រូវម្សៅម្ទេសរបាំងគ្មានមេរោគនៅលើតុពិសោធន៍ត្រូវបានផ្សែងជ្រាបចូលរុក្ខជាតិចម្រោះខ្យល់ដែលខំដាំដុះយ៉ាងយកចិត្តទុកដាក់បានស្រពោនក្រៀមស្វិតក្នុងរយៈពេលតែ2-3វិនាទីខ្ញុំបានចុចប៊ូតុងបង្កើនសម្ពាធនៃប្រព័ន្ធខ្យល់ចេញចូលកង្ហារបន្លឺសម្លេងយ៉ាងខ្លាំងខ្ញុំបានយកកំសៅពលខ្លាំងដែលប្រមូលទុកផ្លុំត្រឡប់ទៅជាន់ទី1វិញតាមបំពង់បង្ហូរកូនចៅចំណិតម្នាក់របស់បងឡុងបានសាច់យ៉ាងខ្លាំងដាក់រោមខ្យល់ដោយបានដកដង្ហើមស្រូបយកកំសៅពលយ៉ាងពេញទំហំរបស់វាបានរលីខ្លាយជាដុំសាច់រលួយនៅចំពោះមុខកាមេរ៉ាសុវត្ថិភាពបងឡុងសម្លឹងមើលដោយកែវភ្នែកត្រជាក់ស្រទុំរួចកាប់ក្បាលកូនចៅចំណិតនោះដែលចេញពីស្មាបានចាប់ក្បាលដែលកំពុងហុយផ្សែងនោះក្រវ៉ាត់ចោលទៅក្រៅបង្អួចការវាប្រហារដោយថ្នាំពុលមិនបានបងឡុងបានបញ្ជាឲ្យកូនចៅផ្លាស់វេនគ្នាលើកញួរដៃពួកវាចាប់ផ្ដើមវាកំទេចជញ្ជាំងត្រទម្ងន់និងសារទម្ងន់នៃផ្ទះយ៉ាងមានចង្វាក់រំញ័រនោះធ្វើឲ្យធូលីនៅលើពីដានធ្លាក់ចុះមកយ៉ាងលឿនខ្ញុំបើកភ្នែកសម្លឹងមើលនាឡិកានៅលើជញ្ជាំងរួចបង្កើនកម្រិតសម្លេងខុសសន្ស័ព្ទឲ្យខ្លាំងបំផុតតើចាក់សម្លេងជាងសាច់គោដែលកំពុងតែសូកខ្លោចនឹងជះក្លិនក្រអូបឈ្ងុយឈ្ងប់បន្ទាប់ពីលីងយ៉ាបានធំក្លិននោះហើយនាងក៏ស្ទុះទៅកោះជញ្ជាំងដោយមនុស្សឈួតក្រចកដែលបាក់បែករបស់នាងបានបន្សល់ទុកស្នាមឈាមនៅលើបន្ទះឈើបងឡុងបានទះមួយកំភ្លៀងចមុកលីងយ៉ាដើម្បីឲ្យនាងដឹងខ្លួនឡើងវិញលីងយ៉ាបានសឹកក្បែរត្រចៀករបស់វាដោយខ្សែភ្នែកដ៏ពីរពោលដោយស្នើឲ្យប្រោបខុសសន្ស័ព្ទដើម្បីតាក់ទាញអ្នកដែលនៅរស់រានមានជីវិតមកលីងយ៉ាបានស្រែកលោឡាចេញទៅក្រៅបង្អួចដោយអះអាងថាខ្ញុំមានអាហារនិងទឹកគោដូចភ្នំនៅទីនេះឲ្យតែសម្រុកចូលមកបានគឺនឹងអាចរស់រានមានជីវិតបានហើយខ្ញុំឈរនៅមុខបង្អួចសម្លឹងចុះទៅខាងក្រោមស្រមោលមនុស្សជាច្រើនបានលេចឡើងនៅក្នុងអពណ៌ក្រហមពួកអ្នកជិតខាងដែលកំពុងតែស្រែកឃ្លាកំពុងតែនាំគ្នាមកចំរោងវិឡារបស់ខ្ញុំនៅក្នុងដៃរបស់ពួកគេមានកាន់ចប់កាប់ដំបងឈើនិងកាំបិតប៉ាងតោចំណែកបងឡុងឈរនៅក្បែរបង្អួចបញ្ជាហ្វុងមនុស្សវាបានបញ្ជាឲ្យពួកអ្នកជិតខាងទៅបុកទម្លាយជញ្ជាំងខាងក្រៅនៃវិឡាដើម្បីយកជីវិតមនុស្សមកបិទបាំងអន្ទាក់ផ្សេងខ្ញុំបានក្តាប់ឧបករណ៍បញ្ជាយ៉ាងណែនរហូតដល់ឡើងស្លេកសន្លាក់ម្រាមដៃលីនយ៉ាការនុខោសន្ស័ព្ទយំសោកនៅមាត់បង្អួចនាងបានចោទប្រកាន់ខ្ញុំថាមានអាហារច្រើនតែចិត្តអាក្រក់មិនព្រមជួយសង្គ្រោះអ្នកដទៃនិងធ្វើឲ្យវិឡានេះក្លាយជាកន្លែងរស់រានមានជីវិតតែមួយគត់អ្នកជិតខាងរាប់សិបអ្នកបានវាចេញពីអពណ៌ក្រហមរួចឡោមព័ទ្ធវិឡាទាំងមូលវ៉ាងអ៊ីបានរត់មកមុនគេបង្អស់ហើយគូទ្វារផ្ទះមិនជប់ឡើយពួកកូនចៅរបស់បងឡុងបានពួននៅពីក្រោយរបាំងការពារដោយបញ្ជាបង្ខំឲ្យពួកអ្នកជិតខាងទាំងនោះធ្វើជាខែលការពារសាច់ស្រស់ដើម្បីបំផ្លាញអន្ទាក់របស់ខ្ញុំមីងវ៉ាងត្រូវបានគេរុញច្រានរហូតដល់ជន់ចំអន្ទាក់បាញ់ទឹកអាស៊ីខ្លាំងជើងទាំងពីររបស់គាត់ត្រូវបានចេះរលួយសតែឆ្អឹងសឹកក្នុងមួយពពព្រិចភ្នែកសម្លេងស្រែកយ៉ាងជឿចាប់បានលេចឆ្លងកាត់កញ្ចក់ខ្ញុំសម្លឹងមើលផ្ទៃមុខដ៏ធ្លាប់ស្គាល់ទាំងនោះតាមរយៈកាមេរ៉ាសុវត្ថិភាពខ្សែភ្នែករបស់ប្រែជាត្រជាក់ស្រទន់ទាំងស្រុងបងឡុងបានបញ្ជាឲ្យកូនចៅដឹកជញ្ជូនសាកសពរបស់ពួកអ្នកជិតខាងយកទៅកោទុកនៅមាត់ជណ្ដើរដើម្បីប្រើប្រាស់សាច់ស្រស់និងឈាមទាំងនោះធ្វើជារបាំងឲ្យត្រូវបញ្ចូលពលដែលខ្ញុំបានបាញ់ចេញទៅក្លិនស្អុយសាកសពបានភីចូលតាមប្រហោងទ្វារមកប៉ះច្រមុះរបស់ខ្ញុំជណ្ដើរឈើបានបន្លឺសម្លេងគ្រឹះក្រាកក្រោមកម្រាលជើងដ៏ធ្ងន់ខ្ញុំលើកដៃឡើងរួចចុចកុងតាក់អន្ទាក់នៅច្រកោបៀងជាន់ទី2កម្រាលឥដ្ឋក៏បានក្រឡាប់ចាក់ភ្លាម
ក្រុមជនពីពី3នាក់ដែលសម្រុកមកមុនគេបង្អស់បានធ្លាក់ចូលទៅក្នុងរណ្ដៅដែលពេញទៅដោយពស់វែកដ៏មានពិសនៅក្នុងសម្លេងស្រែកក្រហោយបងឡុងបានជន់លើសាកសពរបស់បាក់ពូខ្លួនរួចបន្តឡើងមកលើទៀតភ្នែករបស់វាពេញទៅដោយភាពលោភលន់លីនយ៉ាស្រែកយ៉ាងរំភើបនៅជាន់ខាងក្រោមនាងបានដាស់តឿនឲ្យបងឡុងប្រញាប់សម្រុកចូលទៅក្នុងបន្ទប់ពិសោធន៍ដើម្បីបំផ្លាញផ្ទៃមុខរបស់ខ្ញុំដោយផ្ទាល់ដៃនៅពេលដែលខ្ញុំរៀបនឹងបើកប្រព័ន្ធការពារចុងក្រោយស្រាប់តែកញ្ចក់ដំបូលឡើងបានបែកខ្ទេចខ្ទីគ្មានសល់ឆ្មាព្រៃបំផ្លាញពូជមួយក្បាលបានលោតចុះមកពីខាងលើក្លិនឆ្អោស្អុយអសោចបានជិះមកចំមុខខ្ញុំបានគេចខ្លួនទៅម្ខាងស្រាប់តែមានអារម្មណ៍ឈឺចុកចាប់យ៉ាងខ្លាំងរញ៉ាំដ៏មុតស្រួចរបស់ឆ្មាព្រៃនោះបានហែកដាច់ដៃអោរបស់ខ្ញុំដោយបន្សល់ទុកនៅស្នាមរបួសហូរឈាមចំនួន3បន្ទាប់ពីឆ្មាព្រៃនោះចុះដល់ដីវាក៏កង់ក្នុងឡើងរួចបន្លឺសំឡេងក្រហមតិចភ្នែកពណ៌ក្រហមដូចឈាមរបស់វាសម្លឹងមកខ្ញុំមិនដាក់ភ្នែកឡើយខ្ញុំក៏គេចចេញពីក្រញាំដ៏មុតស្រួចរបស់វាដៃស្ដាំកាន់ច្រាស់ទីដៅកាំបិតវះកាត់ដែលលាបទៅដោយថ្នាំពុលខ្លាំងបានវះពោះឆ្មាព្រៃនោះដាច់ចេញពីគ្នាឈាមក្តៅហបានហូរតាមដងកាំបិតចូលទៅក្នុងដៃអោរបស់ខ្ញុំឆ្មាព្រៃនោះបានប្រកាច់នៅលើដីរួចក៏ដាច់ខ្យល់ស្លាប់ទៅខ្ញុំអន់ក្បាលចុះក្រឡេកឃើញអាវការពារមានស្នាមរហែកមួយកន្លែងលំអងមេរោគដ៏តូចល្អិតនៅក្នុងខ្យល់កំពុងតែជ្រៀតចូលតាមរយៈស្នាមរហែកនោះតែរបស់ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ឈឺផ្សាយ៉ាងខ្លាំងសរសៃពណ៌ខ្មៅកំពុងតែរាលដាលតាមសរសៃឈាមរបស់ខ្ញុំត្រូវតែចាក់សេរ៉ូមឲ្យបានក្នុងរយៈពេល10នាទីនៅពេលនេះបងឡុងបានបាត់ការវាយប្រហារយ៉ាងខ្លាំងក្លាសំឡេងបោកទង្គិចធ្វើឲ្យទ្វារសុវត្ថិភាពវិទ្វេខូចត្រង់ទ្រីជាបន្តសំឡេងសាយយ៉ាងប្រហានកោងកាច់របស់គេលន់ភ្លុះទ្វារដែលធ្វើឲ្យក្រដាសត្រចៀករបស់ខ្ញុំស្ទើរតែធ្លាយខ្ញុំខំថ្មីសង្កត់ចិត្តរួចទៅកំចូលចាក់តាមសរសៃឈាមចេញមកចុងចូលបានចាក់ទម្លុះចូលទៅក្នុងសរសៃឈាមប្រតិកម្មប្រឆាំងយ៉ាងខ្លាំងក្លាធ្វើឲ្យខ្ញុំបែកញើសត្រជាក់ពេញខ្លួនស្ទើរតែសន្លប់បាត់ស្មារតីទ្វារដែកលាន់លើសូផ្ទុះប្រេះស្រាំយ៉ាងខ្លាំងអាគារទាំងមូលកំពុងតែរញ្ជួយខ្ញុំខំប្រឹងគ្រាទប់រាងកាយដ៏ទន់ជ្រាយរួចចុចប៊ូតុងបញ្ជាដើម្បីដោះលែងស្ដេចខ្ទួយដែលខ្មៅស្រមោលខ្មៅមួយបានស្ទុះចេញពីភាពងឹតដង្កៀបដ៏ធំសម្បើមដែលបញ្ចេញពន្លឺត្រជាក់ស្អាតរបស់រាងកាយមនុស្សដែលនៅខាងមុខគេបង្អស់ឈាមបានបាញ់ស្រោចពេញទ្វារដែលខូចត្រង់ទ្រីនោះបងឡុងក្រឡេកមើលកំទេចសាច់ដែលរីប៉ាយពេញដីក្រៅពីមិនថយក្រោយហើយស្បែកទូទាំងខ្លួនរបស់គេបែរជាចាប់ផ្ដើមបញ្ចេញពន្លឺចែងចាំងដូចលោហៈគេបានប្រើដៃទេទប់ទល់នឹងដង្កៀបដ៏ធំរបស់ស្ដេចខ្ទួយលន់លើសូការគិតលោហៈយ៉ាងស្រាវត្រជាក់សរសៃឈាមនៅលើថ្ងាសរបស់គេឡើងប៉ោងយ៉ាងច្បាស់ដើម្បីប្រជែងកម្លាំងផ្ទាល់ជាមួយអាវុធជីវសាស្ត្រដ៏ខ្លាំងបំផុតរបស់ខ្ញុំកន្ទុយត្រូនិករបស់ស្ដេចខ្ទួយបានចាក់សម្ដៅទៅរកទ្រូងរបស់បងឡុងយ៉ាងលឿនស្លេបនៅពេលដែលកន្ទុយត្រូនិកប៉ះនឹងស្បែករបស់គេវាបែរជាលន់លើសូដូចជាការបោកទង្គិចលោហៈទៅវិញបងឡុងសើចយ៉ាងក្អាកក្អាយរួចបញ្ចេញកម្លាំងដៃទាំងពីរយ៉ាងខ្លាំងក្លារុញស្ដេចខ្ទួយឲ្យថយក្រោយទៅវិញមជុលចាក់សេរ៉ូមបានអស់ថ្នាំរលីងហើយខ្ញុំទ្រាំនឹងការវិលមុខរួចខំប្រឹងក្រោកឈរឡើងប៉ុន្តែជាតិពុលនៅក្នុងខ្លួននៅតែបន្តធ្វើទុកយ៉ាងខ្លាំងភ្នែករបស់ខ្ញុំចាប់ផ្ដើមស្រវាំងមើលលេងច្បាស់សិនអានឯងងាប់ជាមិនខានទេបងឡុងបានដើរមួយដៃយ៉ាងខ្លាំងទៅលើស្នូការពីរបស់ស្ដេចខ្ទួយស្នាមកណ្ដាប់ដៃលេចឡើងយ៉ាងច្បាស់ក្រឡែកខ្ញុំដើរត្រេតត្រោតថយក្រោយទៅក្នុងបន្ទប់ពិសោធន៍នៅទីនោះមានមធ្យោបាយការពារខ្លួនចុងក្រោយរបស់ខ្ញុំនៅខណៈពេលដែលស្នូករបស់ស្ដេចខ្ទួយប្រេះស្រាំកណ្ដាប់ដៃទី2របស់បងឡុងបានដើរចុះមកយ៉ាងលឿនលឿនសូដូចខ្យល់បោកជើងទាំងពីររបស់បងឡុងបានជន់កំទេចការរោគមរ៉ាគេបានរុញទៅមុខទាំងប្រជែងនឹងកម្លាំងដុំហិមារបស់ស្ដេចខ្ទួយគេបានញឹមយ៉ាងសាហាវខូចខើដាក់ខ្ញុំបង្ហាញធ្មេញពណ៌លឿងពេញមាត់លីនយ៉ាបានពួននៅចម្ងាយឆ្ងាយបញ្ជាឲ្យកូនចាប់ប្រើកាំភ្លើងបាញ់សំណាញ់ទឹកស្អិតបានគ្របដណ្ដប់លើសន្លាក់របស់ស្ដេចខ្ទួយធ្វើឲ្យអាវុធជីវសាស្ត្រមួយនេះចាប់ផ្ដើមមានចលនាបានឃើញស្នូករបស់ស្ដេចខ្ទួយចាប់ផ្ដើមប្រេះស្រាំដោយសាររងសម្ពាធយ៉ាងខ្លាំងខ្ញុំបានស្ទុះទៅចាប់យកអាស៊ីតស៊ីរំលាយពីរដបរួចច្រានទ្វារដែលចំហពាក់កណ្ដាលនោះចេញយ៉ាងខ្លាំងហើយគប់ដបអាស៊ីតនោះទៅលើក្បាលរបស់បងឡុងផ្សែងហុយត្រឡងពេញបន្ទប់ជាមួយនឹងក្លិនឆ្អាលនៃសាច់ដែលត្រូវរលាយខ្លោចបងឡុងបានស្រែកធ្ងោដោយការឈឺចាប់ជាតិអាស៊ីតបានជ្រាបចូលទៅក្នុងស្បែកឲ្យបងឡុងត្រូវងឹតភ្នែកមួយរយៈស្ដេចខ្ទួយបានឆ្លៀតឱកាសក្រវីកន្ទុយត្រូនិករបស់វាកំទេចបងឡុងនិងកូនចៅទាំងអស់ឲ្យធ្លាក់ចុះទៅក្រោមជណ្ដើរស្លឹមស្អាតតែរវល់គ្មានពេលចូលជាមែនទេឈប់បារម្ភទៀតទៅនេះណែស្ដេចវីតាមីនសម្រស់គីឡូយ៉ាសាកាគឺជាវីតាមីនសម្រស់ទម្ងន់ដែលចម្រាញ់ចេញពីក្របធនជាតិដែលជួយដុតបំផ្លាញជាតិខ្លាញ់បានសាហាវបំផុតបងប្អូនមួយគ្រាប់រៀងរាល់ពេលព្រឹកនឹងឃើញផលស្ដែងតែម្ដងជួយកាត់បន្ថយចំណង់អាហារធ្វើឲ្យញ៉ាំតិចស្អែកបានយូរដែលមិនប៉ះពាល់ដល់សុខភាពក្រពះហើយលើសពីនេះទៅទៀតស្ដេចវីតាមីនសម្រស់គីឡូយ៉ាសាការបស់យើងនឹងចូលទៅដុតបំផ្លាញខ្លាញ់ដែលលើសនៅក្នុងរាងកាយដោយបញ្ចេញមកតាមញើសនិងទឹកនោមជួយឲ្យស្រកគីឡូបានលឿនក្នុងរយៈពេលខ្លីនិងសុវត្ថិភាពខ្ពស់បំផុតមួយកំប៉ុងស្រកពី3ទៅ8គីឡូស៊ីផុយតែម្ដងបងប្អូនហើយជាពិសេសសម្រាប់អ្នកដែលពិបាកក្នុងការតមអាហារឈប់បារម្ភទៀតទៅបងប្អូនព្រោះវីតាមីនរបស់យើងមិនត្រូវការឲ្យបងប្អូនតមអាហារនោះទេស្ដេចវីតាមីនសម្រស់យ៉ាសាការបស់យើងនឹងជួយកាត់បន្ថយការញ៉ាំលឿនជួយឲ្យបងប្អូនញ៉ាំតិចឆាប់ឆ្អែតនិងគ្មានផលរំខានដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនស្ដេចវីតាមីនសម្រស់យ៉ាសាកាស្រកលឿនបែបងាយប្រើប្រាស់ដោយទំនុកចិត្តផលិតផលរូបមន្តស្តង់ដារទំនើបចុងក្រោយពីប្រទេសបារាំងនៅជាន់ទី1មានលឺសូការបោកទង្គិចរបស់របបធ្ងន់កំទេចគ្រឿងសង្ហារឹមសម្លេងជាប្រតិចយ៉ាងខ្លាំងរបស់បងឡុងបានលាន់នៅឡើងពីខាងក្រោមគេបានគំរាមថានឹងកាត់ផ្តាច់ប្រភពទឹករបស់ខ្ញុំរួចបានបញ្ជាឲ្យកូនចៅតាមរកទីតាំងទូយកទឹកក្រោមដីហើយនាំគ្នាលើកចុកកាប់កាយដីយ៉ាងខ្លាំងក្លាខ្ញុំបានយកដៃទប់ជញ្ជាំងរួចដកដង្ហើមធំយកខ្យល់ភាពស្រវាំងភ្នែកមើលឃើញពីចាប់ដើមបាត់ទៅវិញបន្តិចម្ដងទីបំផុតសេរ៉ូមចាប់ដើមមានប្រសិទ្ធភាពហើយសរសៃខ្មៅក៏ឈប់រីករាលដាលបន្តទៀតដែរសម្លេងបែកទូយកទឹកបានលាន់នៅឡើងពីជាន់ទី1បន្ទាប់មកទៀតគឺជាសម្លេងសាយយ៉ាងមានព្រៀបរបស់បងឡុងគេបានកាត់ផ្តាច់ប្រព័ន្ធផ្គត់ផ្គង់ទឹកតែមួយគត់រវាងវីឡានិងខាងក្រៅខ្ញុំបានដើរទៅមួលក្បាលរ៉ូប៊ីណេនៅក្នុងបន្ទប់ទឹកប៉ុន្តែមានតែទឹកល្អក់ពី3ដំណក់ប៉ុណ្ណោះដែលស្រក់ចុះមកនៅខាងក្រោមបានស្រែកសាយចំអកដាក់ខ្ញុំយ៉ាងខ្លាំងនាងបាននិយាយថានឹងធ្វើឲ្យខ្ញុំស្រេកទឹកស្លាប់នៅទីយកសាកសពរបស់ខ្ញុំទៅជួរនៅលើដំបូលវីឡាដើម្បីឲ្យសត្វស្លាប់ស៊ីទៀតផងខ្ញុំបានបិទក្បាលរ៉ូប៊ីណេទឹកវិញខណៈខ្សែភ្នែករបស់ខ្ញុំបង្ហាញពីការប្រាជ្ញាចិត្តយ៉ាងមុតមមខ្ញុំបានដើរសម្ដៅទៅកាន់ផ្ទាំងបញ្ជានៅក្នុងបន្ទប់ក្រោមដីដើម្បីរៀបចំដំណើរការផែនការបម្រុងទុក
នោះជាប្រព័ន្ធបញ្ចេញជាតិពុលដែលត្រូវបានរៀបចំឡើងសម្រាប់ការស្លាប់ទៅជាមួយគ្នារំពេចនោះស្រាប់តែមានរូបរាងមនុស្សចម្លែកម្នាក់បានលេចឡើងនៅលើអេក្រង់កាមេរ៉ាសុវត្ថិភាពគឺជាបុរសម្នាក់ដែលមានកាយវិការរហ័សរហួនបំផុតគេកំពុងតែតោងឡើងតាមជញ្ជាំងខាងក្រៅវិឡាយ៉ាងលឿនស្លេវមានរសោការបិទជញ្ជក់យ៉ាងស្រាវត្រជាក់ចេញពីក្បាលរ៉ូប៊ីណេតហើយទឹកមួយដំណក់ចុងក្រោយបង្អស់ក៏បានរលាយបាត់ទៅខ្ញុំក្រឡេកមើលទៅក្នុងកញ្ចក់ឃើញផ្ទៃមុខរបស់ខ្លួនឯងពោពេញដោយធូលីដីគុណភាពខ្យល់នៅក្នុងបន្ទប់កាន់តែអាក្រក់ទៅមនុស្សដែលមានសមត្ថភាពពិសេសម្នាក់ឈ្មោះអាហ្វៃស្លៀកពាក់ខោអាវរឹបខ្លួនបានលេចមុខនៅលើអេក្រង់កាមេរ៉ាសុវត្ថិភាពសមត្ថភាពលោតដ៏អស្ចារ្យខុសពីធម្មតារបស់គេធ្វើឲ្យខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងគេអាចផ្លាស់ទីយ៉ាងលឿននៅលើជញ្ជាំងលីនយ៉ាបានបញ្ចុះបញ្ចូលអាហ្វៃបានសម្រេចគេបានសន្យាថាតែគ្រាន់តែវាកំទេចបន្ទីការពាររបស់ខ្ញុំបានទាំងស្បៀងអាហារនិងស្រីទាំងអស់នឹងក្លាយជារបស់អាហ្វៃបងឡងកំពុងស្រែកឡូឡានៅខាងមុខជាន់ទី1ដើម្បីទាក់ទាញអារម្មណ៍របស់ខ្ញុំចំណែកឯអាហ្វៃបានប្រើប្រាស់សមត្ថភាពពិសេសផ្នែកល្បឿនឡើងមកពីខាងចំហៀងហក់តង់ជាប់នឹងជញ្ជាំងហើយឡើងទៅលើកាមេរ៉ាសុវត្ថិភាពអាចថតបានតែស្រមោលព្រារបស់គេប៉ុណ្ណោះខ្ញុំបាញ់ចេញទៅក្រៅបង្អួចតាមសភាពគិតគ្រាប់កាំភ្លើងទាំងអស់បានខុសគោលដៅល្បឿនរបស់អាហ្វៃកាន់តែលឿនទៅគេចផុតពីរាល់អន្ទាក់សញ្ញាណទាំងអស់ដែលខ្ញុំបានរៀបចំទុកនៅសល់តែមួយជំហានប៉ុណ្ណោះពីបន្ទប់គេងរបស់ខ្ញុំក៏ងាកក្រោយយ៉ាងលឿនសម្លឹងទៅបង្អួចកញ្ចក់ធំនៅជាន់ទី2ផ្ទៃមុខមួយដែលពោពេញដោយស្នាមញញឹមដ៏គួរឲ្យខ្ពើមរអើមកំពុងតែអោបជាប់នឹងកញ្ចក់នៅក្នុងដៃរបស់គេកំពុងកាន់កាំបិតកាត់កញ្ចក់មួយយ៉ាងស្ទាត់ជំនាញនៅលើកញ្ចក់ធន់កម្ដៅគូសជារង្វង់មួយយ៉ាងស្រាលដៃប៊ឺតយកទាំងកញ្ចក់នោះចេញខ្លួនរបស់គេទាំងមូលបានលូនចូលមកក្នុងទឹកដីឯកជនរបស់ខ្ញុំបានលើកស្នាបាញ់សម្ដៅទៅគេ3គ្រាប់ជាប់គ្នាទើបតែជាធ្វើចលនាបត់បែនខ្លួនយ៉ាងចម្លែកនៅលើអាកាសដើម្បីគេចពីព្រួញទាំងនោះបន្ទាប់ពីគេចុះដល់ដីក៏ហួចយ៉ាងស្រាលស្រទន់មួយឃ្លាខ្សែភ្នែករបស់គេសម្លឹងមើលធ្នើដាក់ថ្នាំក្នុងបន្ទប់ពិសោធន៍យ៉ាងលោភលន់ហើយចុងក្រោយក៏ឈប់នៅលើមុខរបស់ខ្ញុំកញ្ញាសិនបងឡុងនិយាយថាអ្នកនាងជាមនុស្សរឹងរូសណាស់តែខ្ញុំមើលទៅខ្លួនប្រាណអ្នកនាងហាក់ដូចជាទន់ល្មើយទៅវិញទេអាហ្វីដាចូលមកចិត្តខ្ញុំដាស់ថយក្រោយមួយជំហានម្ដងបាតដៃរបស់ខ្ញុំចាប់ផ្ដើមចេញញើសការប្រយុទ្ធគៀកខ្លួនមិនមែនជាចំណុចខ្លាំងរបស់ខ្ញុំទេអាវុធជីវសាស្ត្ររបស់ខ្ញុំត្រូវបានរារាំងនៅជាន់ទី1ទាំងអស់អាហ្វីស្រាប់តែបោះជំហានស្ទុះមកមុខយ៉ាងលឿនចុងម្រាមដៃរបស់គេស្ទើរតែប៉ះនឹងក្អោររបស់ខ្ញុំទៅហើយខ្ញុំធំក្លិនញើសដ៏គួរឲ្យខ្ពើមរអើមនៅលើខ្លួនរបស់គេខ្ញុំក៏គ្រវាសដៃទៅចាប់យកដបថ្នាំសន្លប់ដ៏ខ្លាំងក្លាមួយដបនៅលើទឹកពិសោធន៍មិនទាន់ទាំងបានបើកគុំរកផងអាហ្វេក៏ទាត់មួយជាងចំក្ដៃរបស់ខ្ញុំបោកទង្គិចនឹងកញ្ចក់ការពារគ្រាប់បន្លឺសម្លេងយ៉ាងខ្លាំងអាហ្វេបានលូនចូលមកក្នុងបន្ទប់ទទួលភ្ញៀវខ្សែភ្នែកដ៏លោភលន់របស់គេសម្លឹងមើលខ្លួនប្រាណរបស់ខ្ញុំចុះឡើងគេបានលូកដៃបំរុងនឹងចាប់ករបស់ខ្ញុំថយក្រោយមួយជំហានក៏បុកធ្នើពិសោធន៍ដួលខ្ចាក់ខ្ចាយឧបករណ៍ពិសោធន៍ដ៏មានតម្លៃបានធ្លាក់បែកពេញដីម្សៅថ្នាំពោពីរបីក្តាប់ដែលខ្ញុំបានបាច់ទៅត្រូវបានរលាយបាត់ទៅតាមខ្យល់ដែលគេបានបក់ឡើយគេបានលោតចុះលោតឡើងនៅក្នុងបន្ទប់វាកំទេចគ្រឿងសង្ហារិមជាបន្តខ្ញុំស្រាប់តែបញ្ឈប់រាល់សកម្មភាពទាំងអស់ហើយលើកកម្រាមដៃចង្អុលទៅក្រោមជើងរបស់គេលើផ្ទៃមុខរបស់អាហ្វេបង្ហាញស្នាមញញឹមចំអល់ឡើយតែនៅវិនាទីបន្ទាប់បែរជាស្រែកយ៉ាងឈឺចាប់ទៅវិញគេបានជន់លើកម្រាលទឹករំអិលដែលខ្លាញ់ខ្លួនជាកម្រាលព្រំភ្លាមនោះកម្រាលទឹករំអិលបានប្រែជាមានជីវិតហើយរំពាត់ជើងទាំងពីររបស់គេជាប់រួចបញ្ចេញទឹកអាស៊ីតរំលាយអាហារគេបានព្យាយាមរើបំរាស់យ៉ាងខ្លាំងនៅក្នុងទឹករំអិលនោះប៉ុន្តែរឹតតែលេចច្រៅទៅសាច់ជើងទាំងពីររបស់គេក្រោមការច្រេះស៊ីនៃទឹកអាស៊ីតបានរលាយបាត់ទៅយ៉ាងលឿនខ្ញុំសម្លឹងមើលគេដោយត្រជាក់ស្រជុំរួចប្រើទំពូកដែលចាក់ទម្លុះឆ្អឹងស្មារបស់គេហើយព្យួរគេកាប់មុខចុះក្រោមនៅខាងក្រៅយ៉បងឡុងដែលនៅខាងក្រោមបានឃើញទិដ្ឋភាពនេះសម្លេងស្រែកយ៉ាងឈឺចាប់របស់អាហ្វេបានលាន់នៅពេញបុរីនេះជាការព្រមានចុងក្រោយចំពោះពួកឈ្លានពានទាំងអស់លីនយ៉ាភ័យខ្លាចរហូតស្ទុះទៅអបបងឡុងទឹកមុខរបស់បងឡុងប្រែជាស្រអាប់ខ្មៅងឹតគេសម្លឹងមើលជើងដែលដាច់ទាំងពីររបស់អាហ្វេដែលកំពុងហូរឈាមមិនឈប់ក្តាប់កណ្ដាប់ដៃយ៉ាងណែនឺសូលន់កាច់ស៊ីនអាននាងស្រីឈួតខ្ញុំនឹងហែកសាច់នាងជីកង់បងឡុងស្រែកកំហុកទៅកាន់ជាន់ទី2យ៉ាងខ្លាំងសមត្ថភាពពិសេសផ្នែកលោហៈរបស់គេប្រែជាមិនស្ថិតស្ថេរដោយសារតែកំហឹងខ្ញុំមិនខ្វល់នឹងការស្រែកឡូឡារបស់គេឡើយនៅចំពោះមុខរបស់គេខ្ញុំបានចាក់ទឹកអាស៊ីតច្រេះស៊ីមួយដបទៅលើមុខរបួសរបស់អាហ្វេសម្លេងស្រែកយ៉ាងឈឺចាប់ក៏លាន់នៅខ្លាំងឡើងម្ដងទៀតរាងកាយរបស់អាហ្វេប្រកែកយ៉ាងខ្លាំងនៅលើអាកាសចុងក្រោយគេក៏សន្លប់បាត់ស្មារតីព្យួរនៅទីនោះលេងកម្រាក់បានបងឡុងមិនបានដកថយឡើយផ្ទុយទៅវិញគេបានអូសប្រអប់ឈើពីរបីចេញពីគូតឡាននៅខាងក្នុងពោពេញទៅដោយដុំលោហៈពណ៌ខ្មៅវាជាជាតិផ្ទុះខ្លាំងគេមើលមកខ្ញុំដែលកំពុងរៀបចំខ្សែបញ្ឆេះជុំវិញសសរត្រង់នៃវិឡាដងលោតញាប់ខ្លាំងឡើងខ្ញុំត្រូវតែធ្វើការសម្រេចចិត្តមុនពេលការផ្ទុះកើតឡើងកូនចៅរបស់អាហ្វីចាប់ផ្ដើមញើសបន្ទាប់ពីបានឃើញស្ថានភាពដ៏គួរឲ្យរន្ធត់នេះប៉ុន្តែបងឡុងស្រាប់តែធ្វើសកម្មភាពពីខាងក្រោយសម្រាប់ជំនួយការរបស់អាហ្វីគេបានប្រើហិង្សាក្នុងការបង្ខំគ្រប់គ្រងក្រុមកូនចៅដែលនៅសេសសល់គេបានស្វែងរកក្នុងស្បៀងអាហារដែលអាហ្វីយកមកហើយរកឃើញកាំភ្លើងបបបាញ់កែច្នៃនឹងជាតិផ្ទុះបងឡុងមិនបានបញ្ជាកូនចៅឲ្យមកប្រយុទ្ធទាំងគ្មានន័យទៀតឡើយគេបានបញ្ជាឲ្យកងទ័ពស្លាប់រស់ពី3នាក់កាន់គ្រាប់បែកស្ទុះទៅរកសតទៅត្រង់ចិនដាគេចង់កំទេចបន្ទប់ពិសោធន៍របស់ខ្ញុំឲ្យខ្ទេចខ្ទីតែម្ដងខ្ញុំមើលតាមរយៈក្រសែភ្នែករបស់សត្វតន្លាតមេកានិកបានឃើញពន្លឺពណ៌ក្រហមរាប់ថយក្រោយនៅលើគ្រាប់រំសេវបេះដូងរបស់ខ្ញុំលោតញាប់ដូចវីស្កូខ្ញុំក៏បានចុចកេះបំផ្ទុះយ៉ាងលឿននៅរាល់ធុងកាសពុលទាំងអស់ដែលបានបង្កប់នៅជាន់ទី1រលកកម្ដៅនៃការផ្ទុះបានរំខានដល់ទីតាំងដាក់គ្រាប់រំសេវសម្លេងផ្ទុះលាន់ឬកណ្ដំបានធ្វើឲ្យចង្គៀងចង់ជួនទី1បានខ្លាយជាបំណុលបាក់បែកទាំងស្រុងខ្ញុំមានអារម្មណ៍ថាចំណុចកណ្ដាលនៃវិឡាទាំងមូលកំពុងតែផ្អៀងទៅខាងបន្ទាប់ពីផ្សែងហុយបានរលាយបាត់ទៅខ្ញុំក៏អន់មើលទៅខាងក្រោមបងឡុងកំពុងឈរនៅលើគំនរបាក់បែកនោះគេបានលើកកាំភ្លើងបបបាញ់តម្រង់មករកខ្ញុំចុងកានងកាំភ្លើងដ៏ខ្មៅងឹតកំពុងតែបញ្ចេញពន្លឺសម្លាប់សិនអានចាំមើលថាតើឯងអាចពួនបានដល់ពេលណាទៀតបងឡុងបានកេះកៃកាំភ្លើងគ្រាប់កាំភ្លើងបានហោះជ្រៀវក្បែរទៅជារបស់ខ្ញុំហើយបានបាញ់ចំទូដាក់ថ្នាំបែកខ្ទេចថ្នាំពណ៌ចម្រុះជាច្រើនបានហូរស្រោចពេញកម្រាលអិតហើយភីចេញនៅក្លិនឈ្ងុយប្រហែលច្រមុះខ្ញុំក៏ប្រញាប់គេចខ្លួនទៅពួននៅខាងក្រោយទប់ពិសោធន៍ភ្លាមលីនយ៉ាកំពុងបញ្ជាឲ្យអ្នករស់រានមានជីវិតជញ្ជូនដុំថ្មនៅខាងក្រោមនាងចង់គោគំនោបាក់បែកនោះឲ្យខ្ពស់ឡើងដើម្បីធ្វើជាចំណោទឡើងមកជាន់ទី2ពួកអ្នកជិតខាងដែលត្រូវបានលៀងខួរក្បាលទាំងនោះកំពុងតែរវល់យ៉ាងខ្លាំងដោយមិនខ្វល់ពីសាកសពរបស់មិត្តរួមការងារនៅក្រោមជើងឡើយខ្ញុំសម្លឹងមើលភ្លើងសញ្ញាថាមពលនៅលើកញ្ចក់ម៉ូនីទ័រ
ប្រព័ន្ធការពារបានទុកលើទម្ងន់ទៅហើយពន្លឺនៃរបាំងអេឡិចត្រូម៉ាញ៉េទិកកំពុងតែស្រអាប់ទៅយ៉ាងលឿនបងឡុងបានគប់ដបសាំងដុតពី3ដបឡើងមកលើទៀតភ្លើងដ៏សន្ធោសន្ធៅបានឆាប់ឆេះរាលដាលពីពេញច្រករបៀងជាន់ទី2ផ្សែងហុយយ៉ាងខ្លាំងបានបិទបាំងភ្នែករបស់ខ្ញុំម្ដងទៀតខ្ញុំត្រូវតែស្វែងរកមុនពេលប្រព័ន្ធការពារដួលរលំស្វែងរកទីតាំងរបស់បងឡុងឲ្យឃើញដើម្បីផ្ដល់ការវាយប្រហារដ៏សាហាវទៅលើគេបើមិនដូច្នោះទេទីនេះនឹងក្លាយជាភ្នូររបស់ខ្ញុំក្នុងពេលឆាប់នេះជាមិនខាននៅពេលដែលខ្ញុំរៀបនឹងលេខក្បាលចេញមកដៃកម្រាលឥតនៅក្រោមជើងរបស់ខ្ញុំបានញ័ររន្ធត់យ៉ាងខ្លាំងបងឡុងបានប្រើស្មារបស់គេដោយផ្ទាល់ដើម្បីបុកទម្លាយជញ្ជាំងទ្រទ្រង់ដែលនៅសេសសល់ឲ្យបាក់កម្រាលឥតនៅជាន់ទី1បានបាត់អស់ទៅហើយបន្ទប់ពិសោធន៍នៅជាន់ទី2បានព្យួរនៅកណ្ដាលអាកាសបងឡុងបានលើកកាំភ្លើងបោបាញ់ឡើងហើយបានបាញ់រយយ៉ាងឈួតលីលីមកលើកម្រាលឥតក្រោមជើងរបស់ខ្ញុំគ្រាប់កាំភ្លើងបានធ្លីកាត់រចនាសម្ព័ន្ធឈើបន្សល់ទុកនៅស្នាមគ្រាប់កាំភ្លើងនៅក្បែរជើងរបស់ខ្ញុំបានយកចេញពីប្រអប់ក្លាសេនៅម្សៅមេអំបិលខៀវចាំងភ្លេចហើយបាច់វាឲ្យស្មើគ្នាតាមប្រហោងកម្រាលឥតលំអងសៅទាំងនោះបានហុយអន្តែតនៅក្នុងគំនរបាក់បែកពួកកូនចៅដែលបានស្រូបយកលំអងសៅនោះបានចាប់ផ្ដើមស្រែកទ្រហោយដោយភាពភ័យខ្លាចពួកគេបានធ្លាក់ទៅក្នុងសភាពវង្វេងវង្វាន់ដោយចាត់ទុកមិត្តភក្តិដែលនៅក្បែរខ្លួនជាខ្មោចឆៅបងឡុងបានស្រែកប្រហំដូចជាសត្វសាហាវហើយបានយកកាំបិតចាក់ចូលទៅក្នុងផ្លូវរបស់ខ្លួនឯងដើម្បីទប់ទល់នឹងការជិះចាប់ខ្លាំងដើម្បីរក្សាស្មារតីឲ្យនៅដឹងខ្លួនបន្តិចបន្តួចលីនយ៉ាដឹងថាកាលៈទេសៈមិនស្រួលក៏ប្រញាប់ខ្ទប់ដង្ហើមភ្លាមនាងបានអូសសាកសពីក្បាលមកគ្រប់ពីលើខ្លួនឯងដើម្បីប្រើប្រាស់ក្លិនស្អុយនៃសាកសបិតបាំងក្លិនរបស់នាងមេឃនៅទីឆ្ងាយបានប្រែទៅជាពណ៌ខ្មៅស្រអាប់លីក្រហមនៅក្នុងបរិយាកាសលឺសូរសំឡេងស្លាប់ហើយញាប់រញ្ជួយដែលធ្វើឲ្យព្រឺក្បាលហ្វូងសត្វល្អិតហោះបំផ្លាញដំណាំដំបងគេបានសម្រុកមកដល់មុខវិឡាហើយពួកវាបានហោះបុកនឹងកញ្ចក់បង្អួចដែលនៅសេសសល់លឺសូរភងយ៉ាងខ្លាំងកញ្ចក់បង្អួចពោពេញទៅដោយទឹករំអិលពណ៌បៃតងពួកជនពាលដែលពីដំបងកំពុងតែវាសម្លាប់គ្នានោះត្រូវបានហ្វូងសត្វល្អិតលេបត្របាក់ភ្លាមមួយរំពេចសំឡេងស្រែកយ៉ាងអាណោចអាថមបានបន្លឺឡើងតែ2-3វិនាទីប៉ុណ្ណោះក៏ស្ងាត់ឈឹងទៅវិញតែសំឡេងទំពីចុះប៉ុណ្ណោះខ្ញុំបានបិទរំខ្យល់ទាំងអស់នៃបន្ទប់ពិសោធន៍យ៉ាងលឿនប៉ុន្តែនេះប្រៀបដូចជាការយកទឹកមួយកែវទៅពន្លត់មកដល់មួយស្រួចរបស់សត្វល្អិតបំផ្លាញពូជទាំងនោះសូម្បីតែបន្ទះដៃក៏អាចខាំធ្លីបានបងឡុងបាននាំពួកកូនចៅដែលនៅសេសសល់ពី3នាក់សម្រុកឡើងមកជាន់ទី2យ៉ាងឈួតលីលាពួកគេចង់ដណ្ដើមយកកន្លែងសុវត្ថិភាពចុងក្រោយបង្អស់របស់ខ្ញុំនេះលីនយ៉ាបានវាចេញពីគំនរសាកសពទាំងមុខស្រមាំដោយឈាមក្រសប់ជើងខុសរបស់បងឡុងអ្នកទាំងពីរបានគេចខ្លួនយ៉ាងលំបាកលំបិនពីលើមេឃនៅស្រមោលខ្មៅដែលកំពុងធ្លាក់ចុះមកខ្ញុំសម្លឹងមើលត្រនិចនាឡិកាវ៉ាអគ្គិសនីដែលកំពុងធ្លាក់ចុះយ៉ាងលឿនថាមពលមិនអាចទ្រទ្រង់បានយូរទៀតទេរបាំងអេឡិចត្រូម៉ាញ៉េទិកបានបញ្ចេញពន្លឺភ្លឹបភ្លែតមិនប្រក្រតីសំឡេងយំរបស់សត្វល្អិតនៅខាងក្រៅកាន់តែតិចទៅតែចាក់ទម្លីក្រដាសទៅជាហ្វូងសត្វល្អិតបំផ្លាញពូជដ៏ច្រើនសន្ធឹកសន្ធាប់ពេញផ្ទៃមេឃបានបិទបាំងពន្លឺព្រះអាទិត្យទាំងស្រុងពួកវាបានសម្រុកចូលមកក្នុងវិឡាបងឡុងនិងពួកកូនចៅរបស់ខ្ញុំទាំងអស់បានខ្លាចជាចំណីរបស់ពួកវាខ្ញុំបានបើកកបាំងអេឡិចត្រូម៉ាញ៉េទិកចុងក្រោយយ៉ាងប្រញាប់ចរន្តអគ្គិសនីពណ៌ខៀវបានឆាប់ឆេះនៅខាងក្រៅបង្អួចប៉ុន្តែភ្លើងសញ្ញាអាសន្នពណ៌ក្រហមនៃរន្ធធម្មពលតែជាកំពុងបញ្ចេញពន្លឺភ្លឹបភ្លែតយ៉ាងឈួតលីលានៅពេលដើម្បីគេចពីហ្វូងសត្វល្អិតនោះបងឡុងគ្មានជំរឿអ្វីក្រៅពីវាចូលទៅក្នុងគំនរបាក់បែកនៃជាន់ទី1ឡើយគេបានពឹងផ្អែកលើប្រព័ន្ធការពាររបស់ខ្ញុំដើម្បីរស់រានមានជីវិតជាបណ្ដោះអាសន្នតែខ្ញុំមិនអាចវាយប្រហារបានឡើយដោយសារតែខ្វះខាតធម្មពលខ្ញុំសម្លឹងមើលទៅក្នុងកាមេរ៉ាសុវត្ថិភាពឃើញលីនយ៉ាត្រូវបានសត្វល្អិតចម្លែកមួយក្បាលខំចំក្បាលពុះតែគាត់បែរជាបញ្ចេញស្នាមញឹមដ៏គួរឲ្យខ្លាចទៅវិញរបាំងការពារអេឡិចត្រូម៉ាញ៉េទិកបញ្ចេញសំឡេងឆ្និចមិននឹងនៅឡើយបន្ទាប់មកក៏លុតទៅវិញទាំងស្រុងផ្លូវដែលត្រូវឆ្លងកាត់ត្រូវបានពួកហ្វៃហ៊ូងបិទជិតអស់ទៅហើយសំឡេងកឹតមាត់របស់ពួកវាធ្វើឲ្យខ្ញុំព្រឺក្បាលខ្ញាក់ខ្ញុំបានពាក់អាវក្រោះសម្បកសត្វដែលខ្ញុំធ្វើដោយខ្លួនឯងរួចចាប់យកឧបករណ៍បាញ់ភ្លើងហើយរុញទ្វារសម្ងាត់បើកឡើងហើយលោតចូលទៅក្នុងស្រមោលដ៏ខ្មៅងឹតនៃសេចក្តីស្លាប់នោះនាគភ្លើងបានបាញ់ចេញមកយ៉ាងខ្លាំងដុតកំទេចពួកហ្វៃហ៊ូងនៅខាងមុខឲ្យទៅជាឈូងក្លិនឈូខ្លោចផ្សាភីពេញច្រមុះខ្ញុំកំពុងដើរកាត់គំនរសាកសពនៅត្រង់ច្រកចូលបន្ទប់ក្រោមដីមានសត្វក្អែបយក្សពីរបីក្បាលកំពុងក្រាបសំងំនៅទីនោះពួកវាក្រវីក្បាលនិងកម្រើកជើងដ៏ច្រើនសន្ធឹកសន្ធាប់បាញ់ទឹកពីស្ពណ៌បៃតងដែលមានជាតិសៀលលួយមកលើខ្ញុំបានរំងាលខ្លួនគេចចេញហើយបន្តបាញ់ភ្លើងចេញពីឧបករណ៍នៅក្នុងដៃមិនឈប់ឈរក្រោមសេតនភាពដ៏ក្តៅខ្លាំងបំពង់បង្ហូរទឹកក្រោមដីបានបញ្ចេញសំឡេងវិទ្រង់ទ្រីខ្ញុំបានស្ទាបទៅដល់ហ្គេមនៃក្រុមធម្មពលទី7ហើយដៃញ័រត្រើតទៅកបាអ៊ីនធឺណិតដែលអស់នោះចេញរួចបដូរជំនួសដោយរបាំងស្នូចុងក្រោយបង្អស់នៅខណៈពេលដែលប្រព័ន្ធដំណើរការឡើងសំឡេងម៉ាស៊ីនភ្លើងយ៉ាងខ្លាំងបន្លឺឡើងនៅជុំវិញវិឡាពួកហ្វៃហ៊ូងរាប់មិនអស់ត្រូវបានដុតកំទេចទៅជាភេផងជួយកាត់បន្ថយសម្ពាធបានមួយគ្រាខ្ញុំបានទន់ដៃទន់ជើងផ្អែកទៅនឹងម៉ាស៊ីនដ៏ត្រជាក់តែស្រាប់តែសំឡេងជះទង្គិចយ៉ាងខ្លាំងចេញពីខាងលើក្បាលនឹកស្មានមិនដល់ថាបងឡុងឆ្លៀតឱកាសវឹកវរមកដល់ខាងលើបន្ទប់ក្រោមដីសោះគាត់កំពុងតែដើរបុកយ៉ាងខ្លាំងទៅលើកម្រាលឈើដ៏ស្ដៅនោះរាល់ការដើរមួយដៃសុទ្ធតែផ្ទុកនៅកម្លាំងសង្កត់នៃធម្មពលដៃដ៏ខ្លាំងក្លាធ្វើឲ្យស្នាមព្រះរីករាលដាលយ៉ាងលឿនសំឡេងរបស់លីនយ៉ាបន្លឺឡើងពីខាងលើសិនអានឯងនៅខាងក្រោមមែនទេខ្ញុំហិតក្លិនឯងដឹងហើយណានៅក្នុងច្រកផ្លូវពោពេញទៅដោយក្លិនខ្លោចនៃសាកសពពួកហ្វៃហ៊ូងកុំតើអញ្ញរបស់ឧបករណ៍បាញ់ភ្លើងបានធ្លាក់ចុះដល់0អណ្ដាតភ្លើងក៏បានរលត់ទៅសត្វល្អិតពីរបីក្បាលដែលមិនត្រូវបានពីការផ្លាស់ប្ដូរសែនរបស់ពួកហ្វៃហ៊ូងបានលោតសង្គ្រោះមកលើជើងដ៏ស្រួចរបស់ពួកវាបានទំពុកជាប់នឹងអាវការពារហើយប្រាមាត់ខំទំពីស្រទាប់សរសៃអំបោះខ្ញុំបានដកកាំបិតញ័រព្រៃកង់ខ្ពស់ចេញមករួចក៏វាដៃកាត់ក្បាលរបស់ពួកហ្វៃហ៊ូងមួយក្បាលដាច់ទៀតធ្វើឲ្យទឹកខ្ទុះរបស់វាបាញ់ស្រោចពេញមុខរបស់សត្វល្អិតជាច្រើនទៀតបានសម្រុកចូលមកខ្ញុំបានរើម្រះនឹងប្រយុទ្ធនៅក្នុងគំនរសត្វល្អិតទាំងស្មានឹងផ្លូវរបស់ខ្ញុំត្រូវបានហែកដាច់រយៈជាច្រើនកន្លែងក្លិនឆ្អាបឈាមបានធ្វើឲ្យហ្វូងសត្វល្អិតកាន់តែខឹងសម្បាពួកវាព្យាយាមលូនចូលទៅក្នុងមុខរបួសរបស់ខ្ញុំធ្វើឲ្យខ្ញុំឈឺចុកចាប់ស្ទើរតែថប់ដង្ហើមខ្ញុំបានធាក់ទ្វារបន្ទប់ក្រោមដីមួយជើងយ៉ាងខ្លាំងសត្វក្អែបបំផ្លាញខ្លួនក្បាលក្រហមពីរបីក្បាលកំពុងរំពាត់នៅលើគ្រឿងម៉ាស៊ីនភ្លើងរូបរាងរបស់ពួកវាធំសម្បើមណាស់សត្វក្អែបទាំងនោះបានងាកមកដើររកខ្ញុំជើងរាប់រយរបស់ពួកវាកិតគ្នាបង្កើតជាសម្លេងខ្សោបខ្ញុំបានដកដំបងពន្លឺគីមីចេញមករួចកាច់វាឲ្យភ្លឺហើយក្រវាត់ទៅជ្រុងខាងពួកក្អែបទាំងនោះត្រូវបានតាក់ទាញដោយពន្លឺឆ្លៀតពេលដែលពួកវាកំពុងដណ្ដើមគ្នាខ្ញុំបានស្ទុះទៅរកធុងអននៈបំរុងហើយប្រើម្រាមដៃដែលញ័រត្រើតវាបញ្ចូលលេខកូដដល់សមានក្អែបមួយក្បាលដឹងខ្លួនតាន់វាងាកក្បាលមកខំរបស់ខ្ញុំធ្មេញពីរបស់វាស្ថិតនៅចម្ងាយតែប៉ុន្មានសង់ទីម៉ែត្រប៉ុណ្ណោះពីសរសៃឈាមធំរបស់ខ្ញុំបានកោនក្បាលគេចេញ
ថ្មិញពីនោះបានឆ្កូតដាច់កោអាវការពីរបស់ខ្ញុំទឹកពីបានស្រក់មកលើឆ្អឹងដងកាំបិតបង្កើតជាផ្សែងពណ៌ស្ហុយឡើងខ្ញុំបានចាប់យកអបាអ្នកញ៉ាត់ចូលទៅក្នុងរណ្ដោតហើយចុចប៊ូតុងដំណើរការឡើងវិញភ្លាមម៉ាស៊ីនភ្លើងបានបន្លឺឡើងយ៉ាងខ្លាំងខ្សែរ៉ូណាគិសនីបានរត់ពីពេញខ្សែចម្លងបណ្ដាញអេឡិចត្រូម៉ាញ៉េទិកនៅលើជញ្ជាំងខាងក្រៅបានភ្លឺឡើងវិញអេក្រង់កាមេរ៉ាសុវត្ថិភាពក៏បានបង្ហាញរូបភាពឡើងវិញបងឡុងដែលកំពុងតោងឡើងលើជញ្ជាំងខាងក្រៅជាន់ទី2ត្រូវបានចរណគិសនីតង់ស្យងខ្ពស់ឆក់ចំពេញទៅគាត់បានស្រែកយ៉ាងខ្លាំងដោយការឈឺចាប់ហើយបានធ្លាក់ចុះពីជាន់ទី3ទាំងខ្លួនហុយផ្សែងត្រឡោមមកបោកទង្គិចនិងគំនោបាក់បែកនៅជាន់ទី1កម្ដៅដ៏ខ្លាំងនៃបណ្ដាញអគ្គិសនីបានដុតកំទេចពួកហ្វៃហ៊ូងនៅក្បែរនោះឲ្យទៅជាភេសខ្ញុំបានដួលអង្គុយចុះទៅលើដីដកដង្ហើម hot stir ក្នុងដៃក្តាប់ជាប់កាំបិតញដែលវិកមុខអស់ទៅហើយស្រាប់តែស្រមោលខ្មៅខ្លោចនៅលើអេក្រង់បានកម្រើកបន្តិចបងឡុងបានក្រោកឈរឡើងទាំងត្រេកត្រោតស្បែកដែលខ្លោចខ្មៅរបស់គាត់បានរបកចេញបង្ហាញឲ្យឃើញនៅស្រទាប់ស្បែករឹងពណ៌ខ្មៅដែលទើបនឹងដុសថ្មីបងឡុងបានងើបក្បាលសម្លឹងមកកាមេរ៉ាភ្នែកទាំងពីររបស់គាត់ខ្មៅងឹតស្លុបសំបីតែភ្នែកស្នៃក្របភ្នែកកម្ពស់របស់បងឡុងបានកើនឡើងរហូតដល់3ម៉ែត្រសាច់ដុំដ៏ធំរបស់គាត់បានហែកសម្លៀកបំពាក់ដែលនៅសេសសល់ឲ្យរហែកខ្លួនប្រាណទាំងមូលរបស់គាត់ត្រូវបានគ្របដណ្ដប់ដោយស្រទាប់ដែកពណ៌ខ្មៅរឹងមាំហើយនៅត្រង់សន្លាក់ឆ្អឹងមានដុំបន្លាឆ្អឹងលើចេញមកគាត់បានស្រែកក្រហមមួយសម្លេងយ៉ាងខ្លាំងជង្គង់ទាំងពីររបស់គាត់បានអន់ចុះរួចស្ទុះរត់ទៅជាន់ទី2យ៉ាងលឿនស្លេកម្លាំងប៉ះទង្គិចនោះធ្វើឲ្យវីឡាទាំងមូលញ័ររង្គើគាត់បានដើរមួយដៃយ៉ាងខ្លាំងទៅលើជញ្ជាំងខាងក្រៅនៃជាន់ទី2កាច់តុងអាមេបានបាក់បែកខ្ទេចខ្ទីគ្មានសល់ជញ្ជាំងត្រូវបានវាបំបែកជាប្រហោងយ៉ាងធំកំទេចកំទីបុកទម្លុះជាមួយឈើក្រហមហូរចូលមកក្នុងបន្ទប់គេងរបស់ខ្ញុំត្រូវបានលាតត្រដាងនៅចំពោះមុខវាចំខ្ញុំឃើញទឹកលីប្រៃហូរចេញពីមាត់របស់វាស្រក់ចុះមកលើការរោបតដីរលួយរហូតកាត់ជាប្រហោងជ្រៅហើយសំឡេងរបស់លីនយ៉ាក៏បន្លឺឡើងតាមការស្ដាប់ថាខាងឆ្វេងនោះជាចំណុចខ្សោយនៃការការពារវាខាងឆ្វេងទៅបងឡុងធ្វើតាមការណែនាំបាត់ដៃរបស់វាលូកទៅចាប់សសរដែលខ្ញុំមិនបានការពារខ្ញុំបានចុចប៊ូតុងបញ្ចេញទាំងអស់ពោះពីស្បំផ្លាញផ្សែងសត្វកង្កែបគីងគក់និងសត្វលៀនយ៉ាបានសម្រុកទៅកាន់ប្រហោងនោះទឹកពីបានបាញ់ស្រោចទៅលើខ្លួនរបស់វាលិសូតែសំឡេងរលួយសិតប៉ុន្តែវាមិនបានឈប់តតែសោះស្រទាប់ស្បែកដ៏ក្រាស់របស់វាបានធ្វើឲ្យបាក់ធ្មេញរបស់ពោះពីអស់បងផេងបានសម្រុកចូលទាំងខ្លួនពោពេញដោយជាតិពោរួចលូកដៃចាប់យកសត្វលៀនយ៉ាបំផ្លាញផ្សែងមួយក្បាលញ៉ាត់ចូលមាត់យ៉ាងងាយទឹកលីពណ៌បៃតងយ៉ាងច្រើនហូរហៀរតាមជ្រុងមាត់របស់វាបន្តខិតចូលមកជិតរីឯខ្ញុំបានថយក្រោយទៅដល់មុខទ្វារសម្រាប់អាហាំងនៃបន្ទប់ពិសោធន៍តែខ្មៅក្អែមួយបានលូកមកចាប់កជើងរបស់ខ្ញុំឆ្អឹងកជើងរបស់ខ្ញុំបានបន្លឺសំឡេងគ្រឹះខ្ញុំត្រូវបានវាអូសទាញទៅផ្ទៃមុខរបស់បងឡុងបានខិតមកជិតខ្យល់ដង្ហើមធំក្លិនស្អុយរលួយបានភីមកលើមុខរបស់ខ្ញុំឆ្អឹងកជើងរបស់ខ្ញុំបានប្រេះស្រាំខ្ញុំបានខំប្រឹងតោងចន្លោះប្រហោងនៃកម្រាលអត់យ៉ាងណែនរហូតដល់ក្រចកដៃត្រូវរបស់បងឡុងបានសាយយ៉ាងគួរឲ្យខ្លាចរួចអូសខ្ញុំទៅរកប្រហោងបាក់បែកនោះនៅខាងក្រោមគឺជាគំនរបាក់បែកនៃសម្បុកសត្វល្អិតខ្ញុំបានលូកស្ទាបទៅរកគ្រាប់បែកខ្នាតតូចដែលមានកម្លាំងផ្ទុះខ្លាំងនៅចំហៀងផ្លូវរួចចិត្តកងតាក់បំផ្ទុះថាំងពន្លឺភ្លើងបានផ្ទុះឡើងនៅត្រង់ជើងរបស់ខ្ញុំប៉ុន្តែក្រោះការពីការផ្ទុះបានជួយស្រូបយកកម្លាំងប៉ះទង្គិចមួយចំនួនទោះជាយ៉ាងនេះក្តីខ្ញុំនៅតែត្រូវកម្លាំងរញ្ជួយធ្វើឲ្យវិលមកឡុងបានស្រែកយ៉ាងចាប់រួចប្រឡែងដៃចេញប្រេនដៃពីររបស់វាត្រូវបានផ្ទុះដាច់បាត់ទៅហើយនៅត្រង់កន្លែងដាច់នោះគ្មានឈាមហូរចេញមកឡើយមានតែសរសៃលោហៈពណ៌ខ្មៅប៉ុណ្ណោះខ្ញុំឆ្លៀតឱកាសនោះប្រមៀលខ្លួនចូលទៅក្នុងបន្ទប់រួចលើកដៃចុចប៊ូតុងបិទបន្ទាន់ពណ៌ក្រហមយ៉ាងលឿនទ្វារសម្រាប់អាហាំងដែលមានទម្ងន់ដល់ទៅ2តោនបានធ្លាក់ចុះមកយ៉ាងខ្លាំងដើម្បីរ៉ាំងរូបរាងកាយមួយនោះនៅខាងក្រៅមានសំឡេងបុកទង្គិចបន្លឺឡើងពីខាងក្រៅទ្វារទាំងទ្វារចាប់ដើមវិចវេនឹងប៉ងឡើងផ្ទាំងបញ្ជាប្រព័ន្ធហូឡូក្រាមជាច្រើនបានលេចឡើងនៅចំពោះមុខខ្ញុំមានអក្សរពណ៌ក្រហមដូចឈាមលេចឡើងថារកឃើញសំណាក់ជីវសាស្ត្រថ្នាក់ A សាច់និងឈាមនៃសារធាតុលោហៈបំផ្លាញសែនតើត្រូវចាប់ដើមការច្របាច់បញ្ចូលគ្នាចុងក្រោយដែរឬទេខ្ញុំសម្លឹងមើលកំទេចកំទីដែលខ្ទាតមកនៅក្នុងដៃរបស់ខ្ញុំពេលពីជាបំណែកម្រាមដៃរបស់បងឡុងដែលជាប់នៅក្នុងក្រោះការពារសិនអានអញពួនក៏គ្មានប្រយោជន៍ដែរសំឡេងរបស់លីនយ៉ាបានលេចទៅតាមប្រហោងទ្វារចូលមកបើមិនចង់ងាប់យ៉ាងវេទនាទេគឺត្រូវវាចេញមកដោយខ្លួនឯងទៅការស្រែករបស់នាងបានផ្សារភ្ជាប់ជាមួយនឹងចង្វាក់នៃការបុកទ្វាររបស់បងឡុងគេកំពុងតែបុកទ្វារហើយនៅសល់ពេល5នាទីទៀតប៉ុណ្ណោះអញរងចាំតែថ្ងៃស្លាប់ទៅខ្ញុំសម្លឹងមើលទ្វារសម្រាប់អាហាំងដែលរៀបនឹងបាក់បែករួចប្រឡេកមើលទៅធំវិភាគម្ដងទៀតខ្ញុំដកដង្ហើមធំមួយយ៉ាងវែងដោយកំណត់ប្រព័ន្ធការពារទាំងអស់នៅក្នុងវីឡាឲ្យទៅជាទម្រង់ប៉ះពាល់បំផ្ទុះខ្លួនឯងភ្លាមខ្ញុំបានគេងចុះទៅក្នុងទឹកនៃធំវិភាគរួចក្តាប់សំណាក់សាច់និងឈាមនោះយ៉ាងណែនមិនសការនៃការច្របាច់បញ្ចូលគ្នាបានស្ងប់ស្ងាត់ទៅខ្សែកាប់តូចបានលេចចេញពីបាតធំវិភាគមកព័ទ្ធជុំវិញខ្លួនខ្ញុំមានអារម្មណ៍ថារាងកាយរបស់ខ្ញុំកំពុងរលីនឹងរៀបចំឡើងផ្លូវចិត្តរបស់ខ្ញុំបានភ្ជាប់ទៅនឹងឧបករណ៍ចាប់សញ្ញាដែលនៅសេសសល់ក្នុងវីឡាមន្តសការរបស់ខ្ញុំបានអណ្ដែតនៅលើអាកាសហើយមើលឃើញរាល់សកម្មភាពទាំងអស់នៅខាងក្រៅទ្វារសម្រាប់បងឡុងបានបុកទ្វារសម្រាប់អាហាំងយ៉ាងខ្លាំងក្លារាល់ការបុកទង្គិចម្ដងបានធ្វើឲ្យអារម្មណ៍របស់ខ្ញុំឈឺចាប់យ៉ាងខ្លាំងប្រព័ន្ធការពារនៅលើច្រកោបៀងត្រូវបានដំណើរការជាតិផ្ទុះដែលបង្កប់នៅទីនោះបានផ្ទុះឡើងជាបន្តបន្ទាប់អណ្ដាតភ្លើងបានលេបត្របាក់ច្រកោបៀងទាំងមូលរាងកាយដ៏ធំរបស់បងឡុងត្រូវបានកម្លាំងផ្ទុះរុញច្រានឲ្យខ្ទាតចេញទៅរហូតដល់បោកទម្លុះជញ្ជាំងនៅម្ខាងទៀតរាងកាយពាក់កណ្ដាលរបស់វាត្រូវបានផ្ទុះខ្ទេចខ្ទីអស់បង្ហាញឲ្យឃើញនៅឆ្អឹងលោហៈពណ៌ខ្មៅនៅខាងក្នុងប៉ុន្តែវានៅតែអាចកម្រើកបានឆ្អឹងលោហៈនោះចាប់ដើមវាញាប់ញ័រហើយសាច់និងឈាមនៅជុំវិញនោះក៏លូតលាស់ឡើងវិញយ៉ាងលឿនការបានធ្វើឲ្យជុំជញ្ជាំងនៃបន្ទប់ពិសោធន៍បាក់បែកជាប្រហោងមួយដែរលីនយ៉ាបានវាចេញពីគំនរបាក់បែកនោះមកផ្ទៃមុខពាក់កណ្ដាលជាមនុស្សពាក់កណ្ដាលជាសត្វល្អិតរបស់នាងបានប្រឡេកមើលទៅបងឡុងដែលកំពុងតែស្ដាររាងកាយឡើងវិញរួចប្រញាប់ចូលទៅក្នុងបន្ទប់ពិសោធន៍តាមប្រហោងតូចនោះភ្លាមនាងបានឃើញដង្កល់ពណ៌តែមានរូបខ្ញុំកំពុងលូតលាស់នៅខាងក្នុងនោះនាងបានសម្លឹងមើលទៅដង្កល់ពណ៌ស្នោះយ៉ាងមុតមមសត្វល្អិតញីដែលតោងនៅក្នុងពោះរបស់នាងបានបន្លឺសំឡេងស្រែកយ៉ាងស្រេកឃ្លានសិនអានអញក៏ខ្លាចជាបិសាចដែរតើនាងបានសើចឡើងយ៉ាងខ្លាំងគួរឲ្យរំខានត្រចៀករួចលើកាំបិតវះកាត់ឡើងស៊ីឯងទៅខ្ញុំនឹងអាចខ្លាចជាថ្នាក់ A ខ្ញុំនឹងអាចជន់បងឡុងនៅក្រោមបាតជើងបានហើយគេដើរសម្ដៅទៅរកសម្បុកពណ៌ចុងកាំបិតតម្រង់ចំកន្លែងដែលកំពុងលោតញាប់ញ័រខ្សោយនៅលើសម្បុករឹងនោះខ្ញុំសម្លឹងមើលគេដើរចូលមកជិតខណៈដែលកម្រិតនៃការលីបញ្ចូលគ្នាជាប់យ៉ាងត្រឹម99ចុងកាំបិតរបស់លីនយ៉ាប៉ះនឹងសម្បុករឹងពណ៌ស្អាតនោះបន្លឺឡើងនៅសំឡេងប្រេះស្រាមួយនៅពេលដែលគេរៀបនឹងប្រើកម្លាំងចាក់ទម្លុះចូលទៅស្រាប់តែនៅលើផ្ទៃសម្បុករឹងនោះមានលេចចេញមកនៅបន្លាតូចឆ្មាពាក់កណ្ដាលថ្លាមួយបន្លាតូចឆ្មានោះបានចាក់ចូលទៅក្នុងរាមដៃរបស់លីនយ៉ាដែលកំពុងកាន់កាំបិតស្នាមញញឹមរបស់លីនយ៉ាបានកកស្ទះនៅលើផ្ទៃមុខ
រួចក៏ប្រែជាស្លេកស្លាំងនឹងវិវេទៅបន្លាតូចឆ្មានោះចាប់ដើមគំរាមឈាមនៅលើម្រាមដៃរបស់គេបានស្វិតស្រពោនទៅយ៉ាងរហ័សអុយដៃរបស់ខ្ញុំគេស្រែកខ្លាំងទាំងថយក្រោយម្រាមដៃនោះបានប្រែជាឆ្អឹងស្ងួតបាត់ទៅហើយបាត់ដៃក៏កំពុងតែស្វិតស្រពោនយ៉ាងរហ័សផងដែរផ្ទៃសម្បករឹងនោះចាប់ដើមជាពន្លឺពណ៌ក្រហមឡើងកំពុងបិទជញ្ជក់យកសារធាតុចិញ្ចឹមទ្វារវិមាត្របានបាក់រលំចុះមកធ្វើឲ្យធូលីដីហុយត្រឡងពេញអាកាសបងឡុងបានសម្រុកចូលមកក្នុងបន្ទប់ពិសោធន៍ដែនខាងដែលមានសាច់រលួយព្យួរជាប់មិនទាន់ជាសះស្បើយនៅឡើយគេបានឃើញលីនយ៉ារៀបនឹងវីប្រហារសម្បុកពណ៌ស្នោះក៏ស្រែកក្រហមថាទៅឲ្យឆ្ងាយទៅរបស់នោះជារបស់អញបងឡុងបានទះមួយកំភ្លៀងធ្វើឲ្យលីនយ៉ាខ្ទាតចេញទៅឆ្ងាយបោកទំពេចទៅនឹងជញ្ជាំងលីនយ៉ាបានគួតឈាមខ្មៅមួយមាត់ធំចេញមកព្រមទាំងមានបន្លឺសំឡេងបាក់ឆ្អិនជំនាញមកជាមួយផងដែរគេបានដេកស្ទុកស្ដឹងនៅលើដីទាំងប្រកាច់រមួលបងឡុងបានងាកក្បាលមកភ្នែកខ្មៅងឹតស្លុបរបស់គេសម្លឹងមើលទៅសម្បុកពណ៌ស្នោះមិនដាក់ភ្នែកគេបានលើកកណ្ដាប់ដៃយ៉ាដ៏មមុនរបស់គេឡើងវាសម្ដៅមកដប់ឌឺពណ៌យ៉ាងសាហាវព្រមទាំងមានសំឡេងគិតលោហាយ៉ាងខ្លាំងហាំងទៅលើផ្ទៃសម្បកដប់ឌឺសឹករបស់ខ្ញុំដែលនៅក្នុងផ្នែកផតទៅក្នុងនោះចាប់ដើមស្រវាំភ្លាមកណ្ដាប់ដៃទី2ផុសស្រាប់តែមានស្នាមប្រេះនៅលើសម្បកដប់ឌឺពន្លឺបានចាំងចេញពីស្នាមប្រេះនោះខ្ញុំបានកម្រើកខ្លួននៅក្នុងដប់ឌឺធម្មពលផ្លូវចិត្តចាប់ដើមរលាយចូលគ្នាបានដំណើរការកំពុងលោតនៅលេខ999បងឡុងបានលើកកណ្ដាប់ដៃឡើងខ្ពស់ជ្រុងមាត់របស់គេបានរាចេញហើយសាច់ឡើងយ៉ាងព្រៃផ្សៃខ្ចប់ជុះបានបក់ចុះមកក្រោមយ៉ាងខ្លាំងចំពេកដែលកណ្ដាប់ដៃតែពោពេញដោយបន្លាឆ្អឹងចិត្តមកប៉ះនឹងថ្ងាសរបស់ខ្ញុំទៅហើយនោះស្រាប់តែមានដៃមួយលោកចេញពីស្នាមប្រេះម្រាមដៃទាំង5បានលាចេញយ៉ាងបានចាប់កណ្ដាប់ដៃពីសាច់ដែលធំជាងខ្លួនរហូតដល់10ដងនោះជាប់កណ្ដាប់ដៃរបស់បងឡុងបានកាំងនៅកណ្ដាលអាកាសប្រអប់ដៃនោះបានចាប់កដៃរបស់គេជាប់ណែនដោយដង្កៀបថាំងសម្បកដប់ឌឺបានផ្ទុះបែកខ្ទេចខ្ទីអស់ខ្ញុំបានអណ្ដែតខ្លួននៅកណ្ដាលអាកាសសក់វិញបរិវិតទាំងគ្មានខ្យល់ខ្ញុំបានបើកភ្នែកឡើងប្រស្រីភ្នែកបញ្ចេញពន្លឺពណ៌ស្វាយស្លាប់ពន្លឺនៅខាងក្រោយបរិវិតបងឡុងព្យាយាមទាញដៃចេញតែវាមិនកម្រើកសំបីតែបន្តិចខ្ញុំបានសួរទៅគេថាតើនេះជាអំណាចរបស់ឯងមែនទេខ្ញុំគ្រាន់តែពុតម្រាមដៃបន្តិចដៃរបស់បងឡុងស្រាប់តែលេចជាសំឡេងបាក់ឆ្អឹងជាបន្តឆ្អឹងរបស់គេត្រូវបានរមួលបាក់ខ្ទេចខ្ទីអស់ហើយធ្លាក់ចុះមកក្រោមយ៉ាងទន់ល្វើយបងឡុងបានលុតជង្គង់ចុះទៅនឹងដីដោយសារតែការខ្ញុំបានហោះចុះមកឈរនៅពីមុខគេហើយដាក់បាត់ដៃនៅលើក្បាលរបស់គេចុងម្រាមដៃបានចាក់ទម្លុះស្បែកក្បាលរបស់គេសរសៃអំបោះបានរត់តាមម្រាមដៃរបស់ខ្ញុំចូលទៅក្នុងខួរក្បាលរបស់គេស្រទាប់លោហៈដ៏រឹងនៅលើខ្លួនរបស់បងឡុងចាប់ដើមរបត់ចេញយ៉ាងលឿនបន្សល់ទុកនៅសាច់ខ្ចីនៅខាងក្រោមសាច់ដុំរបស់គេចាប់ដើមរលាយរាងកាយក៏ចាប់ដើមរួញទៅត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះគេបានคลายទៅជាគំនរសាច់រលួយលីនយ៉ាដែលសំងំនៅជ្រុងជញ្ជាំងបានញ័រធ្មេញតាក់ហើយឈ្មោះសិនអានខ្ញុំគឺយ៉ាយ៉ាកាលពីមុនពូយើងធ្លាប់កិច្ចសាឡាជាមួយគ្នាទៀតផងនាងបានព្យាយាមបង្ខំស្នាមញឹមនៅលើផ្ទៃមុខខ្ញុំបានងាកក្បាលទៅមើលនាងជ្រុងមាត់របស់ខ្ញុំញឹមឡើងហើយដើរចូលទៅជិតនាងកុំអាលប្រញាប់អីរឿងល្អទើបតែចាប់ដើមទេខ្ញុំបានលើកដៃចង្អុលទៅក្រៅបង្អួចស្ដាប់មើលទៅភ្ញៀវនៅខាងក្រៅប្រហែលជាទន្ទឹងរង់ចាំយ៉ាងអន្ទះសាហាវដីបានរញ័រយ៉ាងខ្លាំងអាប់ពណ៌ក្រហមនៅខាងក្រៅបង្អួចត្រូវបានហែកចេញសឹកល្អិតស្លាប់រឹងលំដាប់ថ្នាក់អេមួយក្បាលដែលមានជើងដូចកណ្ដៀវមួយច្រាច់បានចុះចតនៅលើគំនរសម្បត្តិរបស់វាខ្មៅរលោងជើងមុខរបស់វាដូចជាកណ្ដៀវភ្នែករួមដ៏ធំរបស់វាបានសម្លឹងចំមកលើរូបខ្ញុំវាបានស្រែកឡើងយ៉ាងខ្លាំងព្រមទាំងបើកបិទមាត់ដ៏ធំរបស់វាលីនយ៉ាបានស្រែកឡើងយ៉ាងខ្លាំងហើយវាថយក្រោយទៅជ្រុងជញ្ជាំងទាំងភ័យខ្លាចខ្ញុំបានចាប់បងឡុងដែលនៅលើដីដោយដៃខាងក្នុងនាមជាម្ចាស់ផ្ទះពេលមានភ្ញៀវមកដល់យើងត្រូវតែទទួលបដិសណ្ឋារកិច្ចខ្ញុំបានក្រវិកដៃហើយក្រវែងបងឡុងចេញទៅក្រៅបង្អួចតម្រង់ទៅរកមាត់ដ៏ធំរបស់សត្វល្អិតនោះចំតែម្ដងទេជួយខ្ញុំផងបងឡុងបានស្រែកក្រហោយយ៉ាងអស់សង្ឃឹមនៅកណ្ដាលអាកាសសត្វល្អិតនោះបានខំត្របាក់បងឡុងក្នុងមួយម៉ាត់មាត់ដ៏មុតស្រួចរបស់វាបានខំផ្ដាច់ចង្កេះនឹងពោះរបស់គេឈាមបានបាញ់ចេញមកក្រៅយ៉ាងខ្លាំងបងឡុងបានបញ្ចេញកម្លាំងចុងក្រោយរបស់គេទាំងការឈឺចាប់ជាពន់ពេកដោយប្រើធ្មេញដែលនៅសេះសល់ខំបូរមាត់របស់សត្វល្អិតនោះប៉ុន្តែវាមិនអាចធ្វើឲ្យសត្វល្អិតនោះរបួសបានឡើយវាបានទំពាពី3ម៉ាត់ផុសរួចក៏ទំពាបងឡុងរហូតក្លាយជាសាច់មាត់រួចលេបចូលទៅក្នុងពោះបាត់ទៅឆ្លៀតពេលដែលសត្វល្អិតនោះកំពុងតែស៊ីចំណីខ្ញុំបានងាកទៅមើលលីនយ៉ាហើយធ្វើកាយវិការចាប់នៅលើអាកាសរាងកាយរបស់លីនយ៉ាស្រាប់តែហោះឡើងលើដោយមិនអាចគ្រប់គ្រងបានហើយត្រូវបានខ្ញុំជួទុកនៅជាន់ទី2នៅលើបង្កាន់ដៃយ៉ដែលចិត្តនឹងបាក់ធ្លាក់ក្លិនភីរ៉ូម៉ូនសត្វល្អិតញីនៅលើខ្លួននាងខ្លាំងណាស់វាប្រកាសជាចូលចិត្តជាមិនខានបន្ទាប់ពីស៊ីបងឡុងរួចសត្វល្អិតនោះបានងើបក្បាលឡើងភ្នែករួមរបស់វាបានសម្លឹងទៅកាន់លីនយ៉ាដែលព្យួរនៅកណ្ដាលអាកាសក្លិនមួយនេះបានធ្វើឲ្យវាកាន់តែមានអារម្មណ៍រំភើបខ្លាំងឡើងវាបានវាកណ្ដៀវរបស់វាចុះឡើងជើងមុខរបស់វាចាប់ដើមតង់ឡើងលើគំនរបាក់បែករាងកាយដ៏ធំរបស់វាបានបុកកំទេចអែតនឹងធ្មើជាច្រើនខ្ញុំបានអង្គុយនៅលើជញ្ជាំងបាក់បែកសម្លឹងមើលការប្រយុទ្ធគ្នាយ៉ាងសាហាវនៅខាងក្រោមទោះបីជាសត្វល្អិតនោះខ្លាំងពូកែក៏ដោយប៉ុន្តែចលនារបស់វាមានភាពយឺតយ៉ាវនិងមិនទាន់អាចឈុំទៅដល់លីនយ៉ាភ្លាមវាខឹងយ៉ាងខ្លាំងរហូតដល់បុកជញ្ជាំងឥតឈប់ឈរខ្ញុំបានសម្លឹងមើលឱកាសល្អរួចក៏ហោះខ្លួនចេញទៅមួយរំពេចបាត់ខ្លួនពីកន្លែងដើមភ្លាមវិនាទីបន្ទាប់ខ្ញុំក៏លេចខ្លួននៅលើខ្នងដ៏ធំទូលាយរបស់សត្វល្អិតយក្សនោះបាត់ដៃរបស់ខ្ញុំសង្កត់ទៅលើស្នែងក្បាលដ៏រឹងបំផុតរបស់វាចុះចូលឬក៏ស្លាប់ធម្មពលផ្លូវចិត្តបានវាសម្រុកចូលទៅក្នុងខួរក្បាលរបស់សត្វល្អិតយក្សនោះបានស្រែកយំយ៉ាងឈឺចាប់រាងកាយដ៏ធំសម្បើមរបស់វាបានដួលសន្លប់ដេកក្រាបទៅនឹងដីភ្នែកចម្រុះដ៏កាច់សាហាវរបស់វាចាប់ដើមបាត់បង់ការផ្ដោតអារម្មណ៍ជើងទាំង6របស់វាឡើងរួញចូលគ្នាដោយការញាប់ញ័រខ្ញុំបានទេសស្នែងរឹងរបស់វាធ្នមអស់ឡើងទៅខ្ញុំបានចេញបញ្ជាសត្វល្អិតយក្សនោះបានបកស្លាប់បង្កើតជាខ្យល់ព្យុះយ៉ាងខ្លាំងនៅពេលដែលខ្ញុំហោះឡើងទៅលើអាកាសកម្ពស់100ម៉ែត្រហើយសម្លឹងចុះមកក្រោមបរិយាទាំងមូលបានคล้ายទៅជាគំនរបាក់បែកទៅហើយនៅជុំវិញសុទ្ធតែជាហ្វូងខ្មោចឆៅដែលកំពុងដើររត់រាយនឹងហ្វូងសត្វល្អិតលំដាប់ទៀតខ្ញុំក៏បិទភ្នែកចុះហើយបានពង្រីកបណ្ដាញផ្លូវចិត្តចេញទៅក្រៅគ្រប់ដណ្ដប់លើផ្ទៃដី5គីឡូម៉ែត្រការ៉េដើម្បីបោះសម្អាតឲ្យអស់ទៅតាមឆន្ទៈរបស់ខ្ញុំហ្វូងស្រមោចបំផ្លាញខ្លួនដែលលាក់ខ្លួនជាច្រើនឥតគណនានិងហ្វូងឃ្មុំពិឃាតនៅលើអាកាសទាំងអស់បានភ្ញាក់ដឹងខ្លួនឡើងពួកវាចាប់ផ្ដើមធ្វើការបោះសម្អាតនិងកាប់សម្លាប់នៅក្នុងតំបន់នេះខ្ញុំបានឲ្យសត្វល្អិតយក្សនោះចុះចតនៅក្បែរយ៉រផ្ទះលីនយ៉ានៅតែបន្តស្រែកឆោឡោនៅទីនោះរហូតដល់សក់ក៏អស់ទៅហើយខ្ញុំបានលោតចុះទៅហើយយកជើងជន់លើខ្នងរបស់នាងរួចកិនឆ្លីនាងទៅនឹងកម្រាលអត់ដែលពោពេញទៅដោយកំទេចកញ្ចក់គុំសម្លាប់ខ្ញុំអីខ្ញុំសូមអង្វរ
ខ្ញុំមានប្រយោជន៍ណាស់លីនយ៉ាស្រែកយំទាំងទឹកភ្នែកហូរជុកជន់ហើយខំប្រឹងក្រាបសំពះសុំជីវិតយ៉ាងអស់សិតជាមានប្រយោជន៍មែនឯខ្ញុំបានដកសារ៉ាំងមួយចេញមកនៅខាងក្នុងមានទឹកថ្នាំពណ៌បៃតងចាស់ជាពន្លឺភ្លឺផ្លេកអញចូលចិត្តដណ្ដើមយកស្បៀងអាហារនៅថ្ងៃនេះអញត្រូវធ្វើជាក្លាមទុករបស់ខ្ញុំបានចាក់ថ្នាំពុលនោះចូលទៅក្នុងរបស់នាងរាងកាយរបស់លីនយ៉ាចាប់ផ្ដើមប៉ងឡើងយ៉ាងខ្លាំងស្បែករបស់នាងបានប្រែទៅជាថង់ថ្លាខ្ញុំបានដកកាំបិតញ័រចេញមករួចវះកាត់នៅលើខ្លួនរបស់នាងដោយគ្មានអារម្មណ៍អ្វីទាំងអស់ជាស្នាមឆ្នូតរួចញ៉ាត់ថង់សត្វល្អិតដែលមានជាតិពុលខ្លាំងបំផុតចូលទៅសម្រាប់ខ្ញុំទៅលីនយ៉ាឡើងលៀនភ្នែកចេញមកក្រៅរាងកាយរបស់លីនយ៉ាចាប់ផ្ដើមប៉ងឡើងយ៉ាងខ្លាំងស្បែករបស់នាងបានប្រែទៅជាថង់ថ្លាខ្ញុំបានដកកាំបិតញ័រចេញមកដោយគ្មានអារម្មណ៍អ្វីទាំងអស់នៅលើខ្លួនរបស់នាងខ្ញុំបានវះជាស្នាមឆ្នូតហើយញាត់ថង់សត្វល្អិតដែលមានជាតិពុលខ្លាំងបំផុតចូលទៅសម្រាប់ខ្ញុំទៅលីនយ៉ាឡើងលៀនភ្នែកចេញមកក្រៅពំផ្សាយសំឡេងនៅលើមេឃនៃទីក្រុងបានភ្លឺឡើងប៉ុស្តិ៍ផ្លូវការបានបញ្ចេញសំឡេងរំខានប្រកាសអាសន្នបានរកឃើញប្រតិកម្មជីវសាស្ត្រកម្រិត S នៅក្នុងតំបន់ XX អ្នករស់រានមានជីវិតទាំងអស់ត្រូវជម្លៀសខ្លួនចេញជាបន្តពួកយើងត្រូវតែបំផ្លាញរាល់វត្ថុចម្លែកទាំងអស់ចោលដើម្បីអនាគតរបស់មនុស្សជាតិខ្ញុំបានសើចចំអករួចក្រឡេកមើលទៅពន្លឺពើស្វែងរកណែចម្ងាយខ្ញុំបានទាត់លីនយ៉ាមួយជើងនាងបានប្រែទៅជាដុំសាច់ដ៏ធំមួយទៅហើយនិយាយមកមាត់របស់លីនយ៉ាដែលដុះនៅលើពោះរបស់នាងបានបើកឡើងទាំងញាប់ញ័ររួចបញ្ចេញសំឡេងយ៉ាងរអ៊ូទាំមិនច្បាស់លាស់ខ្ញុំបានភ្ជាប់ទៅកាន់ប៉ុស្តិ៍វិទ្យុតាក់ទងហើយញាត់ឧបករណ៍បញ្ជូនសញ្ញាចូលទៅក្នុងមាត់របស់លីនយ៉ាជួយផងនៅទីនេះមានស្បៀងអាហារច្រើនណាស់អាសត្វចម្លែកនោះរងរបួសហើយក្រុមឆ្លប់យកការដំបងគេបានមកដល់យ៉ាងលឿនគឺជានាយកដ្ឋានយោធាគ្រឿងយន្តដែលមានអាវុធពេញដៃគ្រឿងយន្តក្រុងឆ្អឹងខាងក្រៅកម្ពស់3ម៉ែត្រចំនួន5គ្រឿងបានបាញ់ព្រុសភ្លើងយ៉ាងសន្ធោសន្ធៅដោយដុតបំផ្លាញរាល់ឧបសគ្គទាំងអស់នៅតាមផ្លូវគ្រឿងយន្តនាំមុខបានជន់កំទេចសក្តាមយៈដែលលួចពីប្រហារយ៉ាងសាហាវសំឡេងបានបន្លឺចេញពីឧបករណ៍បំពងសំឡេងគោលដៅគឺនៅខាងមុខនេះហើយស្រីម្នាក់នោះគឺជាលំដាប់អេទោះបីជាសាកសពក៏ត្រូវតែចាប់រស់ឲ្យបានដែរខ្ញុំឈរនៅលើដំបូលអគារខ្ពស់មួយហើយសម្លឹងមើលពួកគេដើរចូលទៅក្នុងវងឡោមព័ទ្ធខ្ញុំបានលើកបូមាត់របស់ខ្ញុំពន្លឺពណ៌ស្វាយមួយបានភ្លឺភ្លេចនៅក្នុងភ្នែករបស់ខ្ញុំគ្រឿងបរិក្ខារពិតជាល្អណាស់វានឹងក្លាយជារបស់ខ្ញុំហើយគ្រឿងយន្តបានសម្រុបចូលទៅដល់មុខគំនរបាក់បែកនៃភូមិគ្រឹះឧបករណ៍បាញ់ភ្លើងបានដុតបំផ្លាញតំបន់ជុំវិញឲ្យក្លាយជាភេទផងខ្ញុំបានលាដៃរបស់ខ្ញុំចេញហ្វូងចៃពុលណាណូដែលភ្នែកទេមិនអាចមើលឃើញរាប់មិនអស់បានហោះហើរទៅតាមខ្យល់ឆ្ពោះទៅកាន់គ្រឿងយន្តទាំងនោះចៃពុលណាណូទាំងនោះបានលូនចូលទៅក្នុងរន្ធបញ្ចេញកម្ដៅនិងចន្លោះសន្លាក់នៃគ្រឿងយន្តអ្នកបើកបរដែលជាប្រធានក្រុមនៅតែបន្តបញ្ជាឲ្យបាញ់ប្រហារស្រាប់តែមានអារម្មណ៍ថារមាស់បន្តិចនៅខាងក្រោយយករបស់គាត់ភ្លាមនោះភាពរមាស់បានប្រែទៅជាការឈឺចាប់យ៉ាងខ្លាំងមានរឿងអ្វីកើតឡើងនឹងប្រព័ន្ធរបស់ខ្ញុំខូចអស់ហើយមានរបស់អ្វីម្យ៉ាងកំពុងខាងខ្ញុំនៅខាងក្នុងមួកសុវត្ថិភាពនេះសំឡេងស្រែកយំយ៉ាងឈឺចាប់បានបន្លឺឡើងបន្តគ្នានៅក្នុងវិទ្យុតាក់ទងគ្រឿងយន្តចាប់ផ្ដើមបាត់បង់ការគ្រប់គ្រងហើយរេទៅឆ្វេងទៅស្ដាំយ៉ាងត្រេកត្រង់គ្រឿងយន្តមួយគ្រឿងស្រាប់តែលើកកាំភ្លើងយន្តធុនធ្ងន់កាត់លីងឡើងបាញ់ប្រហារយ៉ាងឆ្កួតកប់ទៅលើមិត្តរួមក្រុមដែលនៅក្បែរខ្លួនការភ្លើងពីការឆ្លងចរន្តអគ្គិសនីខ្ទាតចេញសពទីនៅខាងក្នុងកាប៊ីនយន្តហោះបានក្លាយជាកន្លែងកិនសាច់និងឈាមពី3នាទីក្រោយមកគ្រឿងយន្តប្រយុទ្ធទាំង5គ្រឿងបានស្ងប់ស្ងាត់ទាំងស្រុងខ្ញុំបានបញ្ជាឲ្យពួកស្រមោចកម្មករនៅក្រោមដីសម្រុកចេញមកដើម្បីរុះរើសម្បកគ្រឿងយន្តប្រយុទ្ធពួកស្រមោចកម្មករបានទាញអ្នកបើកបរដែលបានខំស៊ីរហូតសល់តែឆ្អឹងចេញមកក្រៅហើយដកយកដុំថាមពលស្នូចេញបញ្ជូនទៅកាន់សម្បុកសត្វល្អិតក្រោមដីរបស់ខ្ញុំដើម្បីផ្ដល់ថាមពលសម្រាប់ការដំឡើងកម្រិតសម្បុកមេខ្ញុំបានយកកំទេចកំទីគ្រឿងយន្តប្រយុទ្ធទាំង5គ្រឿងទៅកូរទុកនៅផ្លូវបំបីធ្វើជាមកុដលោហៈលាតក្បាលរបស់សត្វអ្នកបើកបរពីរបីត្រូវបានគេយកទៅព្យួរនៅលើចុងកាណុងកាំភ្លើងរបស់គ្រឿងយន្តទៅយកមកតាមខ្យល់បក់ពុកនៅលើមេឃត្រូវបានហែកហួរដោយពន្លឺដ៏ខ្លាំងមួយសំឡេងសារ៉ែនព្រមានរបស់រ៉ាដាបានបន្លឺឡើងផ្ទាំងបញ្ជាប្រព័ន្ធបានភ្លឺភ្លេចពណ៌ក្រហមមីស៊ីលយុទ្ធសាស្ត្រដែលមានថាមពលខ្លាំងកំពុងហោះមកវាយប្រហារការរាប់ថយក្រោយ30វិនាទីចំណុចពន្លឺពណ៌ក្រហមឆ្អៅនៅលើអេក្រង់រ៉ាដាកំពុងតែរីកធំឡើងសំឡេងព្រមានបន្លឺឡើងយ៉ាងខ្លាំងមីស៊ីលយុទ្ធសាស្ត្រមួយគ្រាប់បានអូសកន្ទុយភ្លើងកាត់តាមផ្ទៃមេឃខ្ញុំបានឈរនៅលើកំពូលគំនរបាក់បែកដោយមិនគេចវេះឡើយប្រស្រីភ្នែករបស់ខ្ញុំបានឆ្លុះបញ្ចាំងពីពន្លឺភ្លើងរួចបើកធំឡើងយ៉ាងខ្លាំងដោយមានពន្លឺចែងចាំងបំផ្លាញពូជរាប់លានក្បាលទាំងមេអំបៅយប់និងកណ្ដូបបានទទួលបញ្ជាឲ្យហោះសម្រុកទៅលើមេឃដ៏ខ្ពស់ដើម្បីបង្កើតជាជញ្ជាំងសាច់សាកសពសត្វល្អិតបានធ្លាក់ចុះមកលើរ៉បមីស៊ីលបានបុកទង្គិចនិងរបាំងការពារជីវសាស្ត្រដុំភ្លើងដ៏ធំបានលេបត្របាក់ហ្វូងសត្វល្អិតទាំងស្រុងរលកធាតុអាកាសបំផ្ទុះបានបោកបក់មកលើដីពាក់កណ្ដាលនៃបូរីទាំងមូលបានក្លាយជាធូលីដីខ្ញុំត្រូវបានរលកខ្យល់បក់ឲ្យដួលទៅលើដីរួចជាក់ឈាមដែលមានពន្លឺពណ៌មាសមួយមាត់ចេញមកខ្ញុំបានជុកឈាមដែលនៅនឹងកាច់ជ្រុងមាត់ចេញសម្លឹងមើលអាគារនៅពីក្រោយដែលបានបាក់ស្រុតអស់មួយជ្រុងក្នុងពេលដែលពួកឯងមិនចង់ឲ្យខ្ញុំរស់អញ្ចឹងក៏គុំសង្ឃឹមថាបានរស់ស្រួលខ្លួនឲ្យសោះខ្ញុំបានក្រោកឈរឡើងហើយសាច់យ៉ាងខ្លាំងទៅលើអាកាសដ៏ទេសស្អាតពួកដែលសង្ងំលាក់ខ្លួននៅក្រោមដីនិងរាល់សត្វបំផ្លាញពូជទាំងអស់ដែលលាក់ខ្លួននៅក្នុងចន្លោះប្រហោងអាគារសុទ្ធតែបានសម្រុកចេញមកក្រៅនៅពេលនេះហើយមកជួបជុំគ្នាយ៉ាងច្រើនកកកលីនយ៉ាបានក្រាបនៅក្បែរជើងរបស់ខ្ញុំនៅលើខ្នងរបស់នាងត្រូវបានខ្ញុំដេកភ្ជាប់នៅកាបូបសង្គ្រោះដែលនៅក្នុងនោះមានផ្ទុកនៅថ្នាំបំរុងទុករបស់ខ្ញុំនាងបានសម្លឹងមើលមកខ្ញុំទាំងបញ្ចេញសម្លេងធ្ងន់តិចខ្ញុំបានធាក់មួយជើងទៅលើពោះដែលប៉ងឡើងរបស់នាងហើយបញ្ជាឲ្យនាងដើរតាមឲ្យជាប់ដើម្បីចេញដំណើរទៅបំផ្លាញនិងកែប្រែដីមូលដ្ឋានរបស់ពួកគេឲ្យក្លាយជាសម្បុកសត្វល្អិតថ្មីកងទ័ពដ៏ធំចាប់ផ្ដើមចេញដំណើរពងសត្វល្អិតបានគ្រប់ដណ្ដប់ពេញផ្ទៃដីពួកយើងបានជន់លើសាកសពពួកដូចគ្នានឹងគំនរបាក់បែករបស់មនុស្សជាតិដើម្បីឆ្ពោះទៅកាន់មូលដ្ឋានផ្លូវការនៅចំកណ្ដាលទីក្រុងជញ្ជាំងរបងការពាររបស់មូលដ្ឋានផ្លូវការគឺខ្ពស់ខ្លាំងណាស់ដែលពោពេញទៅដោយរបងខ្សែភ្លើងនិងប៉ុស្តិ៍កាំភ្លើងយន្តពន្លឺភ្លើងហ្វាស្វែងរកបានជាកាត់អាប់ពណ៌ក្រហមសពទីទីហ៊ានការពារទីក្រុងបានមើលឃើញហ្វូងសត្វល្អិតដ៏ច្រើនសង្កត់ចាប់ដើមកេះកៃកាំភ្លើងបាញ់ស្រោចគ្រាប់មកដូចទឹកភ្លៀងគ្រាប់កាំភ្លើងយន្តបានបាញ់ស្រោចស្រពយ៉ាងសាហាវពួកស្រមោចកម្មករនៅជួរមុខបានដួលស្លាប់ជាបន្តបន្ទាប់សត្វល្អិតបានជ្រាបពេញនឹងលាបពណ៌ទឹកឡាយព័ទ្ធជុំវិញទីក្រុងប្រញាប់ប្រញាល់ក្នុងការវាយលុកចូលឡើយផ្ទុយទៅវិញខ្ញុំបានចាប់គ្រាខ្លួនលីនយ៉ាទៅវិញនាងទៅខាងមុខស្មរភូមិប្រយុទ្ធបំផុតនៅក្រោមពន្លឺភ្លើងហ្វាស្វែងរកលីនយ៉ាបានបង្ហាញរូបរាងពាក់កណ្ដាលជាមនុស្សពាក់កណ្ដាលជាសត្វពីងពីងថងពីនៅត្រង់ពោះរបស់នាងបញ្ចេញពន្លឺភ្លឺភ្លេកខ្ញុំបានប្រើឧបករណ៍បំពងសម្លេងស្រែកទៅកាន់កំពែងក្រុងថាមើលចុះនេះហើយគឺជាវាសនារបស់ពួកឯងនាពេលអនាគតពួកទាហានបានសម្លឹងមើលមុខរបស់លីនយ៉ា
ហើយមានអ្នកខ្លះចាប់ផ្ដើមចង្អោរចង់ក្អួតចង្អោរចេញដែលពួកគេកំពុងតែភ័យស្លន់ស្លោបានបញ្ជាឲ្យពួកស្រមោចតបស៊ីសាច់មនុស្សជីកកកាយគ្រឹះជញ្ជាំងធ្វើឲ្យដីស្រុតបាក់ចុះទៅក្រោមជញ្ជាំងដ៏ខ្ពស់បានបន្លឺសំឡេងប្រេះស្រាំទ្រុបទ្រោមភ្លើងពីរបងខ្សែភ្លើងបានខ្ទាតចេញរួចក៏រលត់ទៅវិញយ៉ាងលឿនខ្ញុំបានបញ្ចេញសម្ដីមួយម៉ាត់យ៉ាងខ្លីថាសម្លាប់ហ្វូងសត្វល្អិតបានសម្រុកចូលទៅក្នុងមូលដ្ឋានតាមចន្លោះប្រហោងដែលបាក់សម្លេងស្រែកក្រហមនិងសម្លេងដេញខំស៊ីបានលុបបំបាត់សម្លេងកាំភ្លើងភ្លាមពួកមេបញ្ជាការនៅក្នុងបន្ទប់បញ្ជាការបានសម្លឹងមើលអេក្រង់ទូរទស្សន៍ដែលលោតឆ្នោតគ្មានសញ្ញាហើយបានស្រែកឡើងដោយក្រេតខ្ញុំបានដាក់ជន់លើសម្បកសុទ្ធនិងកំទេចអវយវៈដែលនៅរីប៉ៃពេញដីដើម្បីចូលទៅក្នុងមូលដ្ឋានហើយស្ដេចសត្វល្អិតស្លាប់រឹងនៅពីក្រោយបានបុកកំទេចទ្វារការពីការផ្ទុះចុងក្រោយបង្អស់រហូតខ្ញុំបានធាក់មួយជើងយ៉ាងខ្លាំងទៅលើទ្វារបន្ទប់បញ្ជាការធ្វើឲ្យបន្ទះដែលទ្វារហោះទៅបុកចម្លើយទៅប្រជុំហើយសង្កត់កំទេចផែនទីនិងឯកសារផ្សេងៗអស់មេបញ្ជាការជាន់ខ្ពស់ពី3នាក់បានលើកកាំភ្លើងខ្លីតម្រង់មកកាន់មាត់ទ្វារដៃរបស់ពួកគេញ័រត្រើតរហូតកាន់កាំភ្លើងស្ទើរតែគ្រប់វិដៃទេខ្មុំពីរបំផ្លាញខ្លួនពីរបេះក្បាលបានតិចទម្លុះក្តៅរបស់ពួកគេធ្វើឲ្យកាំភ្លើងខ្លីធ្លាក់ចុះទៅលើឥដ្ឋខ្ញុំមិនបានសម្លាប់ពួកគេឡើយផ្ទុយទៅវិញខ្ញុំបានដើរទៅអង្គុយលើកៅអីរបស់មេបញ្ជាការដោយលើកជើងទាំងពីរខ្វែងគ្នាដាក់ទៅលើតុសត្វល្អិតស្មោះត្រង់ទំហំប៉ុនមេដៃពីរបីក្បាលវាចេញពីមាត់ដៃអោរបស់ខ្ញុំវាតាមជើងខោរបស់ពួកគេហើយជ្រៀតចូលទៅក្នុងស្បែកសម្ដៅត្រង់ទៅកាន់ខួរក្បាលបន្ទាប់ពីពួកគេងារនៅលើដីអស់រយៈពេល2-3នាទីមកខ្សែភ្នែករបស់ពួកគេក៏ប្រែជាទេសស្អាតនិងចុះចូលយ៉ាងងាយចាប់ពីថ្ងៃនេះទៅទីនេះហៅថាសម្បុកសត្វល្អិតខ្ញុំសម្លឹងមើលទៅពួកគេពីលើចុះក្រោមមនុស្សជាតិគឺជាប្រជាពលរដ្ឋលំដាប់ថ្នាក់ទី2មានតួនាទីផលិតសារធាតុចិញ្ចឹមឆ្មាំយាមបាននាំខ្លួនក្រុមឆ្លើយសឹកមួយក្រុមដើរចូលមកនៅចំកណ្ដាលហ្វូងមនុស្សនោះខ្ញុំបានឃើញអតីតជាតិមុនអតីតសង្សារដែលធ្លាប់បានចាក់សពបិទទ្វារទុកខ្ញុំចោលលើជង្គង់នៅលើដីហើយខំប្រឹងក្រាបសំពះសំពងយ៉ាងអស់របស់គេត្រូវបែកហូរឈាមដាពេញមុខមកស្រែកក្រហមសុំឲ្យម្ចាស់កត្រីលើកលែងទោសឲ្យខ្ញុំដើរទៅចំពោះមុខគេហើយចង្ការរបស់គេឡើងរួចសម្លឹងមើលទៅក្នុងភ្នែករបស់គេជ្រុងមាត់របស់ខ្ញុំងើបឡើងជាស្នាមញញឹមចម្លែករួចសួរថាតើនៅចាំខ្ញុំទេឯងសំបីតែទ្វារមួយនោះក៏មិនព្រមបើកឲ្យខ្ញុំដែរគេបានចំណាំខ្ញុំបានប្រស្រីភ្នែករបស់គេរួមទៅភ្លាគេបើកមាត់បំរុងនិងបកស្រាយបំភ្លឺខ្ញុំងាកក្បាលទៅមើលលីនយ៉ាដែលនៅក្នុងជ្រុងបន្ទប់នាងកំពុងតែហៀទឹកមាត់សម្លឹងមើលទៅបុរសម្នាក់នោះគេជារបស់នាងហើយខ្ញុំនិយាយដោយស្ងប់ស្ងាត់ថាទៅជែករំលឹកអតីតកាលឲ្យបានល្អទៅលីនយ៉ាបានបញ្ចេញសម្លេងស្រែកយ៉ាងខ្លាំងគៀបសត្វល្អិតទាំង8បានចាក់ទម្លុះអវយវៈទាំង4របស់បុរសនោះភ្លាមរួចលើកគេឡើងទៅលើខ្ពស់សម្លេងស្រែកក្រហមយ៉ាងអាណោចអាថមបានបន្លឺឡើងពេញទីបញ្ជាការលីនយ៉ាបានហែកសាច់របស់គេជាបំណែកពួកមេបញ្ជាការដែលត្រូវបានគ្រប់គ្រងទាំងអស់គ្នាងាកក្បាលចេញមិនហ៊ានមើលខ្ញុំបានគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយទូទាំងទីក្រុងទាំងមូលបន្ទាប់ពីមានសម្លេងរំខាននៃចរណគិសនីសម្លេងរបស់ខ្ញុំបានបន្លឺឡើងនៅក្បែរត្រចៀករបស់អ្នករស់រានមានជីវិតគ្រប់គ្នាខ្ញុំដឹងថាប៉ុណ្ណឹងវានៅមិនទាន់គ្រប់គ្រាន់ឡើយនៅមានទីក្រុងផ្សេងទៀតណែចម្ងាយនិងកម្លាំងប្រដាប់អាវុធរបស់មនុស្សជាតិដ៏ខ្លាំងក្លាជាងនេះទៅទៀតកំពុងតែប្រមូលផ្ដុំគ្នាដើម្បីទប់ទល់នឹងការគំរាមកំហែងនាពេលអនាគតខ្ញុំបានសម្រេចចិត្តធ្វើការវិវត្តខ្លួនជាលើកទី2ការវិវត្តខ្លួនលើកនេះត្រូវការជាចាំបាច់នៅប្រភពធម្មពលខាងផ្លូវចិត្តដុំហេម៉ាខ្សែភ្នែករបស់ខ្ញុំបានធ្លាក់ទៅលើរាងកាយរបស់លីនយ៉ាដែលកំពុងតែស៊ីចំណីមេដង្កូវនៅក្នុងខ្លួននាងបានខ្លាយជាអស្ចារ្យកម្លាំងដ៏ល្អលីនយ៉ាបានបញ្ឈប់សកម្មភាពរបស់នាងមាត់ខំសាច់ជាប់ហើយដើរថយក្រោយទាំងភ័យខ្លាចទេគុំសម្រាប់ខ្ញុំអីខ្ញុំនៅមានប្រយោជន៍ណាស់នាងបានសុំការលើកលែងទោសដោយសម្លេងលោមិនច្បាស់លាស់កិច្ចសកម្មរបស់នាងត្រូវបានបញ្ចប់ហើយខ្ញុំដើរទៅរកនាងមួយជំហានម្ដងខ្យល់អាកាសនៅជុំវិញខ្លួនក៏ប្រែជាខាប់ស្អិតដោយសារតែលោកធម្មពលផ្លូវចិត្តលីនយ៉ាបានស្រែកឡើងហើយព្យាយាមរើបំរាស់ពោះរបស់នាងបានបាញ់ចេញនៅទឹកអាស៊ីតយ៉ាងខ្លាំងប៉ុន្តែវាមិនមានប្រសិទ្ធភាពអ្វីតតែសោះនៅចំពោះខ្ញុំបានដាក់កាត់ផ្សែងអាស៊ីតនោះដោយគ្មានរងរបួសសូម្បីតែបន្តិចឡើយខ្ញុំលូកដៃចូលទៅក្នុងទ្រូងរបស់នាងម្រាមដៃរបស់ខ្ញុំបានប៉ះនឹងស្នូដែលកំពុងតែលោតញាប់នោះខ្ញុំច្របាច់វាដោយប្រើកម្លាំងមួយទំហំស្នូនោះបានផ្ទុះបែកនៅក្នុងដៃរបស់ខ្ញុំប្រែទៅជាកំទេចកំទីខ្លាឆ្វងរាប់មិនអស់លីនយ៉ាបានបញ្ចេញសម្លេងស្រែកចុងក្រោយបង្អស់របស់នាងរាងកាយរបស់នាងក៏បានរលាយខ្លាយជាភេផង់បន្សល់ទុកតែគ្រីស្តាល់មួយគ្រាប់អណ្ដែតនៅលើអាកាសខ្ញុំបើកមាត់លេបគ្រីស្តាល់នោះចូលទៅក្នុងពោះធម្មពលមួយខ្សែបានផ្ទុះឡើងនៅក្នុងខ្លួនរបស់ខ្ញុំធម្មពលផ្លូវចិត្តរបស់ខ្ញុំបានសាយភីទៅខាងក្រៅហើយបានគ្របដណ្ដប់លើទីក្រុងទាំងមូលភ្លាមភ្នែកគុំរបស់សត្វល្អិតនីមួយបានคล้ายជាប្រព័ន្ធឃ្លាំមើលរបស់ខ្ញុំតែនៅចំកណ្ដាលទីក្រុងបានរញ្ជួយយ៉ាងខ្លាំងបន្លាឆ្អឹងរាប់មិនអស់បានលេចចេញពីក្នុងដីរួចប្រទាក់ក្រឡាគ្នាយ៉ាងស្មុគស្មាញព្រះរាជវាំងបន្លាឆ្អឹងមួយខ្នងបានលេចឡើងយ៉ាងខ្ពស់ទៅដែកនៅលើគំនរបាក់បែកមេដឹកនាំនៃកម្លាំងផ្សេងនៅក្នុងទីក្រុងបានខ្ទប់ក្បាលរបស់ពួកគេភ្លាមសរសៃឈាមគូក្បាលរបស់ពួកគេមិនអាចទ្រាំទ្រនឹងសម្ពាធផ្លូវចិត្តរបស់ខ្ញុំបានឡើយក៏ផ្ទុះបែកចេញមកភ្លាមទីក្រុងទាំងមូលសេះសល់តែសម្លេងមួយគត់គឺសម្លេងរបស់ខ្ញុំបានឈរនៅលើចំណុចខ្ពស់បំផុតនៃព្រះរាជវាំងនៅពីក្រោយខ្នងរបស់គឺជាស្លាប់ពន្លឺក្រោមជើងរបស់ខ្ញុំគឺជាប្រជាជនដ៏ច្រើនកុះករដែលកំពុងតែក្រាបបង្គំខ្ញុំមានអារម្មណ៍ថាឯកោណាស់អារម្មណ៍ដែលជារបស់មនុស្សជាតិកំពុងតែចាក់ចេញពីខ្ញុំបន្តិចម្ដងហើយខ្ញុំបានយកដៃទៅស្ទាបពោះរបស់ខ្ញុំដោយមិនដឹងខ្លួននៅទីនោះមានរលកជីវិតមួយកំពុងតែលោតញាប់ញ័រនោះគឺជាភពមនុស្សជាតិដ៏បរិសុទ្ធមួយតែខ្ញុំបានរក្សាទុកយ៉ាងពិសេសតាំងពីមុនពេលការវិវត្តខ្លួនលើកដំបូងម្លេះដោយគ្មានសែនផ្លាស់ប្ដូររូបរាងអ្វីទាំងអស់នេះគឺជាមនុស្សធម៌ចុងក្រោយដែលខ្ញុំបានបន្សល់ទុកសម្រាប់ខ្លួនឯងហើយក៏ជាទំនាក់ទំនងតែមួយគត់រវាងខ្ញុំនិងសិនអាននាពេលអតីតកាលផងដែរទោះបីជាខ្ញុំបានប្រែប្រួលទៅជាអ្វីក៏ដោយម្នាក់នេះនឹងបន្តរស់រានមានជីវិតក្នុងនាមជាមនុស្សជាតិដើម្បីធ្វើជាសាក្សីនៃពិភពលោកថ្មីដែលខ្ញុំបានបង្កើតឡើង5ឆ្នាំក្រោយមកទីក្រុងថ្មីមួយត្រូវបានកសាងឡើងនៅលើគំនរបាក់បែកពួកសត្វកំភ្លេងយក្សត្រូវបានគេប្រើប្រាស់ធ្វើជាឡានក្រុងនៅលើដងផ្លូវមនុស្សដែលនៅរស់រានមានជីវិតបានស្លៀកពាក់សម្លៀកបំពាក់ដែលត្បាញចេញពីសរសៃសូត្ររបស់សត្វហើយធ្វើការដាំដុះដំណាំផ្សេងក្រោមជំនួយពីពួកស្រមោចកម្មករបណ្ដាប្រទេសទាំងឡាយនាំគ្នាមកគ្រប់មេដឹកនាំនៃអ្នករស់រានមានជីវិតមកពីទីក្រុងជុំវិញជាច្រើនបានមកលុបជង្គង់នៅក្រោមជណ្ដើរនៃរាជបល្ល័ង្កដើម្បីថ្វាយគ្រឿងឧបភោគបរិភោគនិងសម្ភារៈការពារមានក្មេងស្រីតូចម្នាក់ការរត់លេងដោយជើងទេនៅក្បែររាជបល្ល័ង្កនៅក្នុងដៃរបស់នាងកំពុងតែកាន់សត្វពីងពីងដែលមានពីរដ៏សាហាវលេងយ៉ាងសប្បាយនាងគឺជាកូនស្រីរបស់ខ្ញុំនាងបានលើកសត្វពីងពីងឡើងបង្អួតខ្ញុំហើយនិយាយថាម៉ាក់មើលចុះនាងបានញឹមយ៉ាងស្រស់ស្រាយនិងរស់រវើកខ្ញុំក៏បានអង្អែលក្បាលរបស់នាងថ្នមខ្ញុំបានងើបមុខឡើងសម្លឹងទៅកាន់ទីដៅនៃសហគមន៍ចាស់កាលពីមុនទីនោះត្រូវបានគ្រប់ដណ្ដប់ទៅដោយព្រៃឈើបំផ្លាញពូជយ៉ាងក្រាស់ឃ្មឹកទៅហើយបានក្លាយទៅជាតំបន់ហាមឃាត់ទីនោះគឺជាកន្លែងដែលបញ្ចុះសពរបស់លីនយ៉ាបញ្ចុះសពរបស់បងប្រុសឡុងនិងជាកន្លែងបញ្ចុះសពរបស់សិនអានពីជាតិមុនផងដែររាល់ការគុំគួននិងគំនុំទាំងអស់ត្រូវបានបញ្ចប់សពគ្រប់ហើយខ្ញុំបានបិទភ្នែកចុះដើម្បីទទួលយកអារម្មណ៍នៃខ្យល់រំភើយដែលបក់កាត់ថ្ពាល់ហើយចុងបូមាត់របស់ខ្ញុំក៏លេចចេញនៅស្នាមញញឹមស្រាលប៉ុណ្ណេះគឺគ្រប់គ្រាន់ណាស់ទៅហើយនេះហើយគឺជាពិភពលោករបស់ខ្ញុំ